ពីគ្នានឹងគ្នាហើយមានកម្លាំងចិត្តក្នុងការថែរក្សាសិលសំបីតែបោសតសិលនៃពុទ្ធបរិស័ទហ្នឹងក៏ជាសិលរបស់ព្រះសម្មាសម្ពុទ្ធដែរហើយទោះជាសិល5ក៏ដោយតែពុទ្ធបរិស័ទយើងមាននៅបត្រៃសរណគមហ្នឹងអញ្ចឹងការដែលយើងបានសមាទានសិលហ្នឹងក៏យើងទទួលពីព្រះសម្មាសម្ពុទ្ធអ្វីត្បិតតែថាសិល5ហ្នឹងអត់មានពុទ្ធបានត្រាស់ក៏ជាសិលរបស់សប្បុរសទូទៅអញ្ចឹងណាប៉ុន្តែហ្នឹងឯងនៅក្នុងសัพពរិស័ទធម៌ក៏តែងតែមានការប្រព្រឹត្តនៅមនុស្សធម៌ហ្នឹងក៏ពិតប៉ុន្តែដល់យើងបានទទួលសិល5យើងនេះគឺមានបត្រៃសរណគមជាបាបអញ្ចឹងយើងមានចិត្តជ្រះថ្លាថាយើងរក្សាសិលនៅក្នុងពុទ្ធសាសនាហ្នឹងមានចិត្តបង្អោនទៅដើម្បីរួចផុតចាកទុក្ខគឺព្រះនិព្វានអញ្ចឹងក៏នៅតែជាសម្បត្តិរបស់ព្រះសម្មាសម្ពុទ្ធអញ្ចឹងយើងទទួលការសិក្សាការអប់រំពីព្រះសម្មាសម្ពុទ្ធមកដើម្បីយើងបានអប់រំនៅគ្រប់កុសលធម៌ទាំងអស់ក្នុងការលះបង់នៅបាបក្នុងចិត្តសន្តានដូចជាសัพពបាបស្សៈអករណੰអញ្ចឹងទៅដែលជាបេះដូងពធនៃពុទ្ធសាសនាហ្នឹងគឺអវាទបាតិមោកហ្នឹងគឺយើងសិក្សាប្រតិបត្តិតាមអវាទរបស់ព្រះអង្គអញ្ចឹងអ្វីហ្នឹងយើងថែរក្សាឲ្យបានល្អហ្នឹងឯងដល់យើងនឹករលឹកឃើញថាជាមរតករបស់ព្រះសម្មាសម្ពុទ្ធហ្នឹងឯងជាសិលរបស់ពុទ្ធយើងត្រូវទទួលជាមរតកមកដើម្បីបានរំលត់រំលាយនៅគ្រឿងក្តៅដោយរាគៈគិតោសៈគិមោហៈគិក្នុងជីវិតរបស់យើងហ្នឹងប៉ុណ្ណាហ្នឹងឯងហើយរៀបរាប់ត្រឡប់មកវិញពីសិលដែលដូចជាសម្ពុតដែនកាសីហ្នឹងល្អស្អាតចឹងទៅពណ៌ស្រស់ហើយទី2ហ្នឹងគឺមានសម្ផស្សទន់នមន្តនមីហ្នឹងគឺបានដីថាសម្រាប់អ្នកដែលមកខ្សែគប់ហ្នឹងគឺបាននៅសម្ផស្សជាសុខក៏ណាហ្នឹងឯងសម្រាប់អ្នកដែលមានទ្រព្យសម្បត្តិឋានៈអីជាគៈមហេសីអីចឹងទៅណាហ្នឹងឯងឬក៏ជាភរិយារបស់សិទ្ធិមហាសិទ្ធិអីចឹងទៅដែលមានប្រាក់ប្រើប្រាស់នៅសម្ពុតល្អហ្នឹងពីព្រោះធម្មតាសម្ពុតបកឈើយើងហ្នឹងមិនបានមួយកហបណៈអីផងទេមកផ្ទាំងធំទៀតហើយបើសម្ពុតឯនោះមកផ្ទាំងគេមុំត្រឹមត្រូវហើយរហូតដល់ទៅ10000កហបណៈអញ្ចឹងវាខុសគ្នាច្រើនណាស់ពុតខ្លះដល់ទៅ100,000កហបណៈទៀតផងចឹងនឹងឯងមានតម្លៃខុសគ្នារាប់ម៉ឺនសែនដងអញ្ចឹងវាល្អទាំងពួរល្អទាំងគុណភាពប្រើប្រាស់ទៅក៏ស្ថិតនៅបានយូរហ្នឹងឯងសម្ផស្សទន់ល្មន់ល្មីហ្នឹងឯងអ្នកដែលប្រើប្រាស់ហ្នឹងគឺថាសบายកាយយ៉ាងណាអ្នកដែលមកខ្សែគប់ជាមួយនឹងអ្នកដែលមានសិលហ្នឹងគឺបាននៅសេចក្តីសុខទាំងលោកយៈសុខទាំងលោកកតរៈសុខដោយការខ្សែគប់ហ្នឹងចឹងប៉ុណ្ណាគឺសំខាន់ណាស់នៅក្នុងការខ្សែគប់ហ្នឹងប្រធេរៈគាថាសាមញ្ញក៏នឹករលឹកក្នុងរឿងខ្សែគប់ហ្នឹងដែលលោកកើតនៅក្នុងនេលន្តក្រាមណាជាញាតិសន្តានជាមួយនឹងព្រះសិរីបុត្រនឹងឯងចឹងបានស្រ័យការខ្សែគប់នឹងចឹងទៅបានចូលកម្មភ្នោះហើយបានសម្រេចព្រះអរហន្តទៅ
ពុទ្ធបរិស័ទយើងក៏ពិចារណាឃើញការខ្សែគប់ហ្នឹងជាសំខាន់នៅក្នុងជីវិតហើយគុណចាស់ចូលកម្មពុភ្នោះបុស្សជាបព្វជិតហ្នឹងគឺថាតេតួងនឹងការខ្សែគប់នឹងឯងប្រព្រឹត្តទៅតាមការខ្សែគប់ហ្នឹងគឺយើងបានកល្យាណមិត្តដែលនាំឲ្យមានសិលនាំឲ្យបាននៅសប្បាយកថានាំឲ្យប្ររពដែលជាយាមជាសមបធានហើយនឹងមានបញ្ញាទម្លាយកិលេសទាក់ទងទៅនឹងការដែលមានមិត្តល្អនឹងឯងនឹងព្រះពុទ្ធអង្គសម្ដែងធัวដែលញ៉ាំងវិមុតដែលមិនតាន់ចាស់ខ្លាហ្នឹងឲ្យចាស់ខ្លាហ្នឹងដោយធัว5ប្រការហ្នឹងចំពោះព្រះមេខយៈក្នុងកពីឧទេតហ្នឹងឯងមាន5មែនប៉ុន្តែមានកល្យាណមិត្តហ្នឹងជាបច្ច័យដល់4ខាងក្រោយទៀតប៉ុណ្ណាជាឧបការៈដល់សិលដល់សប្បាយកថាដល់វិរិយៈហើយនឹងបញ្ញាទៀតនឹងយើងនឹករលឹកឃើញអ្វីដែលជាការសំខាន់នៅក្នុងសាសនានេះដែលយើងបានជួបនឹងពុទ្ធសាសនាជួបបត្រៃបិដកព្រះអត្ថកថាហើយព្រះអង្គសម្ដែងពីវុទ្ធិធម៌ដែលនាំឲ្យចម្រើននៅបញ្ញាហ្នឹងក៏សัพពរិសោប្រសង្ឃសេវៈសទ្ធម្មសវណៈយោនិសោមនសិការៈធម្មានុធម្មបដិបត្តិហ្នឹងប៉ុណ្ណាតេតួងនឹងការខ្សែគប់នឹងឯងជាដំបូងទៅបានស្ដាប់ពធហើយបានយោនិសោមនសិការៈហើយនឹងប្រព្រឹត្តបរិបត្តិបានត្រឹមត្រូវទៅហៅថាធម្មានុធម្មបដិបត្តិនៅក្នុងចក្រធัวដែលជាកង់វិលទៅរកសេចក្តីសម្រេចហ្នឹងវិលទៅរកសេចក្តីចម្រើនបានសម្រេចលោកតរៈហ្នឹងហៅថាចក្រធัวហ្នឹងក៏តេតួងទៅនឹងការដែលយើងបានកើតនៅក្នុងប្រទេសដ៏សំគួរកណាហើយយើងបានខ្សែគប់សប្បុរសហ្នឹងឯងហ្នឹងក៏នៅក្នុងចក្រធัวហ្នឹងហើយបានអត្តសមាបនិធិទៅក្នុងភាពនៃបុគ្គលជាអ្នកមានបុណ្យបានធ្វើមកពពេកតបញ្ញតាហ្នឹងអញ្ចឹងការតម្កល់ខ្លួនដោយប្រពៃក្នុងសទ្ធាសិលសតៈចាគៈបញ្ញានិងអថាមង្គលសូត្រសម្ដែងពីអត្តសមាបនិធិនេះជាមង្គលមួយក្នុងមង្គល38ហ្នឹងទាំងអស់ហ្នឹងគឺសរុបមកយើងយកចិត្តទុកដាក់ក្នុងការខ្សែគប់ហ្នឹងហើយមករំលឹកត្រង់ដែលថាយើងប្រឹងប្រែងដើម្បីបានជាទីខ្សែគប់នៃកូនចៅឲ្យបានកូនចៅល្អនឹងឯងចិត្តយើងពលីកម្មនៅក្នុងជីវិតរបស់យើងដែលជាមរតកសម្រាប់កូនចៅមិនមែនគ្រាន់តែមាសប្រាក់លុយកាក់ទ្រព្យសម្បត្តិទេមាសប្រាក់លុយកាក់ទ្រព្យសម្បត្តិក៏អាចបង្ករឿងមិនល្អដល់កូនចៅក៏បានដែរនឹងឯងដោយប្រការផ្សេងនឹងឯងទាំងនាំឲ្យរីករាយភ្លើតភ្លើនខ្សែគប់បាបប្រមិតជាប់គ្រឿងញៀនអីចឹងទៅឬក៏ថាអាងយ៉ាងអីដោយអំណាចទ្រព្យសម្បត្តិអីហ្នឹងទៅក៏បានដែរមិនមែនសម្រាប់សុទ្ធតែជាលទ្ធផលល្អទេលុះត្រាតែកូននឹងបានខ្សែគប់ល្អទៅជាមួយគ្នានឹងធនធានទ្រព្យសម្បត្តិកិត្តិយសគេឈ្មោះម៉ែឪអីចឹងទៅហ្នឹងឯងត្រូវឲ្យមានការខ្សែគប់ល្អឲ្យមានគុណធម៌សិលធម៌ជាឫសកុំឲ្យវារលួយឫសដូចជាដើមផ្កាដែលយើងដាំនៅក្នុងផើងអញ្ចឹងរលួយឫសទៅទោះជាយើងស្រោចទឹកដាក់ជីអីមិនក៏មិនអាចរស់នៅបានលួយញោមស្លឹកហើយក៏ងាប់ទៅផ្កាក្នុងផើងហ្នឹងណានឹងឯងយ៉ាងណាមិញតែកាលណាខូច
មេរយាទហើយទោះជាក្នុងវងតកូលនឹងមេដាបិតាមានគេឈ្មោះយ៉ាងណាមានទ្រព្យសម្បត្តិអីយ៉ាងម៉េចក៏មិនអាចជួយកូននឹងឲ្យល្អបានដែរហ្នឹងឯងរលួយរឹសខ្លួនឯងនឹងបាត់ទៅហើយហ្នឹងឯងអញ្ចឹងគឺមិនមែនក្នុងការដែលយើងត្រូវសង្គ្រោះដល់បុត្រធីតាហ្នឹងចំពោះតែរឿងមាសប្រាក់លុយកាក់អីទៅនឹងទេចឹងហ្នឹងឯងបានជាប្រយោជន៍អីដល់កូននឹងនោះបើដូចជាដើមផ្ការលួយរឹសបាត់ទៅហើយហ្នឹងឯងយ៉ាងណាមិញបើកូននឹងខូចខ្លួនបាត់ទៅហើយហ្នឹងមាសប្រាក់លុយកាក់ទ្រព្យសម្បត្តិលៀបយសអីហ្នឹងប៉ុន្តែបន្ថែមឲ្យកូននឹងរឹតតែស្អុយរលួយទៅទៀតហ្នឹងឯងដូច្នេះវាសំខាន់ត្រង់រឹសហ្នឹងរឹសគឺស្មារតីធ្វើជាមនុស្សនេះធ្វើជាមនុស្សល្អដែលបានកើតមកដើម្បីថែរក្សាពូជពង្សវង្សតកូលដើម្បីជ្រោមជ្រែងមេដាបិតាជាការតបស្នងសងគុណគាត់ធ្វើជាកូនល្អដើម្បីទទួលមរតកអីផ្សេងទៅហ្នឹងមេដាបិតាហួងហែងណាទ្រព្យសម្បត្តិលេបយសអីទាំងអស់ហ្នឹងជាមួយនឹងអ្នកដទៃគឺមិនបានបែងចែករំលែកអីទៅមានតែទៅដណ្ដើមពីអ្នកដទៃអីមកទៅទៀតនោះប៉ុន្តែដល់ទៅជាមួយកូនឲ្យទាំងអស់ឲ្យទាំងសบายចិត្តទៀតហ្នឹងវាជារឿងទឹកចិត្តម៉ែឪអញ្ចឹងទាំងរាជាប្រគល់ផ្ទេររាជសម្បត្តិឲ្យបុត្រទៀតហ្នឹងឯងមើលចឹងយើងជាកូនគួរតែមានស្មារតីនឹកគោរពស្រឡាញ់មេត្តាបិតាតបស្នងសងគុណម្ដេចម្ដាយគឺថាឲ្យគាត់សប្បាយចិត្តកុំឲ្យខកចិត្តនឹងដែលមានយើងជាកូននឹងដែលខំត្រេកអរស្រឡាញ់ណាក់ថ្នមបីបំថែរក្សាឲ្យចំណេះវិជ្ជាសិក្សារៀនសូត្រអីហ្នឹងគឺថាត្រូវតែថែរក្សាតបស្នងមកដល់ទឹកចិត្តរបស់មេត្តាបិតានេះជាការរំលឹកទៅដល់កូនចៅមកផ្នែកចឹងទៅផងដែរដើម្បីបញ្ជាក់នៅក្នុងរឿងអ្វីដែលជាឫសគល់នៃជីវិតក៏ណាជាព្រះពុទ្ធសាសនាមានវិន័យជាឫសគល់នឹងចឹងទៅជីវិតរបស់មនុស្សយើងក៏មានសិលធម៌គុណធម៌ស្មារតីដើម្បីធ្វើជាមនុស្សល្អនេះសំខាន់ណាស់ចឹងហ្នឹងឯងស្មារតីដើម្បីនឹងរក្សាខ្លួនឲ្យបានជាមនុស្សល្អនេះក៏ណាយើងអរុនសួស្តីព្រឹកឡើងហ្នឹងគឺទោះជាទទួលអារម្មណ៍អ្វីដែលវាជាប់ពីម្សិលមិញឬក៏ថ្ងៃមុនខែមុនអីមកចឹងទៅយ៉ាងណាក៏ដោយដែលអាចឲ្យសោកសៅអាឡោះអាល័យឬក៏មានការអស់កម្លាំងចិត្តនៅក្នុងជីវិតរស់នៅអីមិនដេចម្ដាយគឺត្រូវតែប្រឹងប្រែងជួយខ្លួនឯងឲ្យមានកម្លាំងចិត្តឡើងក្រោកឈរហ្នឹងឯងរឿងដែលដួលវាជាធម្មតាដូចជាកូនតូចចឹងហ្នឹងឯងតែក្តីសំខាន់នៃជីវិតហ្នឹងគឺយើងប្រឹងក្រោកឈរហ្នឹងឯងហើយនឹងធ្វើដំណើរជាបន្តទៅក្នុងជីវិតហ្នឹងឯងយើងអត់ធន់ជាយាមយកឈ្នះឧបសគ្គនៃជីវិតហ្នឹងឯងគឺយើងបានខ្សែគប់ជាមួយគ្នានឹងបត្រៃបីដកព្រះអត្តកថាយើងសិក្សាឱវាទរបស់ព្រះពុទ្ធគឺយើងមិនអាចចាញ់អ្វីដែលជាឧបសគ្គក្នុងជីវិតនេះទេពុទ្ធអង្គទ្រង់បានឈ្នះអ្វីសពគ្រប់ហើយត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធហើយយើងជាបុត្រជាធីតារបស់ព្រះអង្គក៏ត្រូវតែប្រឹងប្រែងទៅតាមដំណើរផ្លូវរបស់ព្រះអង្គ
បានឈ្នះនៅក្តីទុក្ខដោយប្រការផ្សេងផ្សេងយើងជាប់ជំពាក់អឡោះអាល័យជាមួយនឹងអ្វីអ្វីដែលយើងធ្លាប់សែបសោយធ្លាប់សនុកធ្លាប់សុខធ្លាប់ស្រួលចឹងទៅយើងមិនអាចទទួលបាននៅអ្វីដែលប្រែប្រួលចឹងជាដំបូងគឺយើងត្រូវនឹកដល់អ្វីដែលយើងកំពុងតែទទួលបានក្នុងថ្ងៃហ្នឹងដើម្បីជួយឲ្យមានកម្លាំងចិត្តគឺជីវិតដែលនៅរស់នេះហើយដែលយើងនឹកឃើញថាសូម្បីតែមហាសេដ្ឋីព្រមអស់ទ្រព្យសម្បត្តិបណ្ណាក៏បានដែរឲ្យតែបាននៅរស់ហើយក៏ត្រូវលាចាកលោកទៅទាំងអឡោះអាល័យទៅទៀតទៅតាមយថាកម្មទៅទៀតហើយឥឡូវយើងបាននៅរស់នេះប៉ុណ្ណឹងយើងគិតឲ្យត្រឹមត្រូវទៅដើម្បីជួយជាកម្លាំងចិត្តហើយយើងមានទឹកចិត្តឡើងក្នុងកិច្ចការងារហើយបាននៅរស់ព្រឹកព្រលឹមឡើងអញ្ចឹងអាចធ្វើសេចក្តីល្អក្នុងរឿងអីបានយើងធ្វើទៅធ្លាប់មានសិលមកហើយក៏នឹករលឹកដល់សិលថាថ្ងៃនេះក៏អាត្មាអញនឹងរក្សាសិលទៀតសិល5ក៏5ទៅឧបោសថក៏ឧបោសថទៅហើយនឹករលឹកដល់សេចក្តីល្អដែលបានធ្វើរួចហើយបណ្ណាក៏នឹកទៅហើយក្នុងថ្ងៃហ្នឹងអាចធ្វើសេចក្តីល្អអ្វីបានត្រូវឲ្យទានដល់ស្មោមអីយ៉ាងណាឬក៏ប្រសង់និមន្តបិណ្ឌបាតនៅពេលព្រឹកព្រលឹមអីចឹងក៏យើងត្រូវតែធ្វើសេចក្តីល្អហ្នឹងយកសេចក្តីល្អហ្នឹងជាមិត្តហើយនៅចិត្តជាមួយយើងនឹងតែម្ដងចឹងហ្នឹងឯងអាហ្នឹងសិតតែជាកម្លាំងចិត្តព្រោះសេចក្តីល្អដែលយើងបានធ្វើរួចហើយក្តីកំពុងធ្វើក្តីហ្នឹងមិនបានធ្វើឲ្យយើងខកចិត្តទេនៅសម្រាប់ឲ្យយើងនឹករលឹករីករាយក្នុងចិត្តហ្នឹងឯងជាកម្លាំងចិត្តរបស់យើងពិតមែនតែអ្វីប្រត់ប្រាស់ទៅយើងឲ្យសេចក្តីសំខាន់ទៅក្នុងវត្ថុក្នុងលៀបក្នុងយសគេឈ្មោះក្នុងបុគ្គលជាទីស្រឡាញ់ហ្នឹងក៏ពិតប៉ុន្តែកុំឲ្យសំខាន់ជាងខ្លួនឯងនឹងទៅទៀតនោះនឹងឯងគឺអត់មានអ្វីដែលសំខាន់ជាងយើងដែលនៅរស់ដើម្បីជួយខ្លួនឯងទេត្រូវតែដកដង្ហើមដើម្បីរស់នៅក្នុងថ្ងៃហ្នឹងនឹងឯងទោះជាយើងត្រូវគិតយ៉ាងម៉េចប៉ុន្តែត្រូវតែដកដង្ហើមដើម្បីរស់ហ្នឹងក្នុងន័យដែលថាយើងមិនអាចនឹងបោះបង់ខ្លួនឯងចោលទៅដោយអត់មានឲ្យតម្លៃអីខ្លួនឯងសោះនោះឡើយនឹងឯងយើងគិតត្រឡប់មកវិញថាសូម្បីតែអ្វីដែលយើងស្រឡាញ់ពេញចិត្តណាស់ហើយទាំងដែលអ្វីនោះបើថាជាមនុស្សវិញក៏ស្រឡាញ់យើងណាស់ហើយមិនព្រាត់ប្រាសទៅចោលយើងក៏មិនអាចជួយយើងឲ្យរួចពីបាបជួយយើងឲ្យរួចពីអបាយភូមិជួយយើងឲ្យរួចពីវដ្តសង្សារដែរយើងគិតអញ្ចឹងផងទៅហ្នឹងឯងនៅតែយើងប្រឹងប្រែងពេញទំហឹងដើម្បីជួយខ្លួនឯងដើម្បីសម្រេចដោយព្រះអង្គត្រាស់ថាអត្តាហេអត្តនោនេថោកោហេនេថោបរោសយាអត្តនាហេសតន្តេនៈនេថាំងលបតិទុលភੰអីហ្នឹងគឺមានតែខ្លួនយើងទេដែលអាចជួយខ្លួនឯងឲ្យរួចផុតចាកទុក្ខបានហ្នឹងឯងពិតមែនតែមានកល្យាណមិត្តមានអ្នកដទៃជាកម្លាំងចិត្តប៉ុន្តែយើងក៏មិនអាចនឹងទាមទារអ្វីសពគ្រប់ឲ្យថិតថេរទៀងទាត់នៅកុំឲ្យប្រែប្រួលជាមួយយើងហ្នឹងគឺថានៅជួបជុំរហូតអីទៅទេគឺយើងត្រូវសិក្សាធម្មតាធម៌ហ្នឹងរហូតដល់យើងយល់ថាទោះជាអ្វីសំខាន់សម្រាប់ជីវិតរបស់យើងជាលៀបជាយសជាបុគ្គលជាទីស្រឡាញ់ជាកល្យាណមិត្តអីហ្នឹងយ៉ាងណាក៏ដោយក៏ប៉ុន្តែគឺ
มันមានអ្វីដែលមកសំខាន់ជាងខ្លួនយើងដែលត្រូវជួយខ្លួនឯងនេះឡើយហ្នឹងហើយឥឡូវយើងបាននៅរស់ហើយទោះជាអ្វីកន្លងទៅប្រត់ប្រាស់ទៅក៏ដោយយើងត្រូវតែរស់នៅឲ្យមានប្រយោជន៍សម្រាប់ខ្លួនឯងហ្នឹងឯងចឹងកុំបោះបង់ខ្លួនឯងចោលថែមទៅទៀតនោះវាជាការកំសត់ក្រៃលែងណាស់វាអត់មានការព្រាត់ប្រាសអីណាឲ្យដូចជាការដែលយើងបោះបង់ខ្លួនឯងចោលដោយសេចក្តីប្រមាទបោះបង់ខ្លួនឯងចោលដោយការទៅសែបគប់ជាមួយនឹងសេចក្តីទុក្ខសោកទៅសែបគប់ជាមួយគ្នានឹងការមួម៉ៅក្តៅក្រហាយឬក៏ជាមួយគ្នានឹងបាបអកុសលផ្សេងនោះហ្នឹងឯងចឹងវាជារឿងបោះបង់ខ្លួនឯងចោលធ្ងន់ណាស់ជាការកំសត់ដ៏ក្រៃលែងក្នុងវដ្តសង្សារចឹងជាលទ្ធផលដែលយើងចោលខ្លួនឯងដូច្នេះអ្វីប្រត់ប្រាស់ទៅហើយតាំងពីយុវវ័យយើងតែងសប្បាយរីករាយនៅក្នុងរូបសម្បត្តិឬក៏នៅក្នុងកុលៈសម្បត្តិពូជពួងវងតកូលអីហ្នឹងមានមុខមានមាត់អ៊ូអរការសប្បាយរីករាយអ្នកណាក៏ស្រឡាញ់អ្នកណាក៏ឆោមរោមអីសពគ្រប់ដូចជាដើមឈើដែលមានផលផ្លែផ្កាវាខៀវខ្ញាណាស់ទៅដោយភាសាភាសាក៏ប៉ុន្តែវាគ្រាន់តែមកពេលមកគ្រាដែលមានផ្លែផ្កាហ្នឹងតែប៉ុណ្ណឹងហ្នឹងឯងដល់ទៅអស់ផ្លែអស់ផ្កាទៅក៏ភាសាភាសាគេមិនបានមកនៅចោមរោមអីទេហ្នឹងឯងវាជាធម្មតាវាមានរឿងសំណោះកណារឿងសំណោះដោយតូចយំនៅពេលព្រះអាទិត្យទៀបនឹងអស់ស្ដង់គត់អញ្ចឹងទៅកណាដោយការសំណោះអឡោះអាល័យអីទៅតាមប្រវត្តិរឿងរ៉ាវណាអានឹងគឺវាជាសភាពនៃសង្ខារធัวនឹងឯងវាយើងមើលពុទ្ធសាសនាហ្នឹងក៏អញ្ចឹងកាលដែលព្រះអង្គគង់នៅគឺក្រឹកក្រែងបរិហាអស្ចារ្យព្រះអរហន្តព្រះអរិយបុគ្គលអីយ៉ាងណាទេហ្នឹងឯងក៏ប៉ុន្តែឥឡូវហ្នឹងគឺសាបសូន្យអំពីចិត្តសន្តានរបស់មនុស្សយើងទៅសឹងតែថាចិត្តអស់ទៅហើយហ្នឹងអញ្ចឹងក៏បានគឺមិនបានស្ថិតនៅឲ្យបានមមតំដោយការស្ដាប់ដោយគោរពរៀនដោយគោរពត្រួតត្រងចាំទុកដោយគោរពពិចារណាអភិក្តីដោយគោរពនិងធម្មានុធម្មបដិបត្តិដោយគោរពមកនឹងឯងដល់អញ្ចឹងទៅវាត្រូវបាត់បង់អំពីចិត្តសន្តានរបស់ពុទ្ធបរិស័ទណាគឺព្រះសទ្ធំនឹងឯងសាបសូន្យទៅអញ្ចឹងនឹងឯងនឹងគឺនឹងគ្រប់បែបគ្រប់យ៉ាងទាំងអស់យើងមកពិចារណាទោះបីតែព្រះពុទ្ធអង្គក៏បរិនិព្វានទៅចឹងហើយពធស្ថិតនៅហ្នឹងវាសម្រាប់ដែលពុទ្ធបរិស័ទយើងប្រឹងប្រែងដើម្បីឲ្យព្រះសទ្ធំហ្នឹងតាំងនៅក្នុងមហាប្រតិចិត្តសន្តានខ្លួនយើងហ្នឹងដើម្បីបានរួមគ្នានៅថែរក្សាទៅទុកជាមរតកដល់កូនដល់ចៅទៅទៀតទៅនឹងឯងដែលរៀបរាប់អំពីរឿងដែលយើងក៏ត្រូវធ្វើជាមនុស្សល្អមនុស្សគំរូសម្រាប់ឲ្យកូនឲ្យចៅហ្នឹងគឺត្រូវយកចិត្តទុកដាក់អំពីមរតកគឺមិនមែនមានតែទ្រព្យសម្បត្តិនោះទេគឺមានគុណសម្បត្តិមានធម្មសម្បត្តិនឹងឯងចឹងនេះគឺនៅក្នុងសេចក្តីដែលពុទ្ធបរិស័ទយើងរួមសរុបមកទាំងកូនចៅទាំងខ្លួនយើងអីហ្នឹងគឺយើងត្រូវតែប្រឹងប្រែងរស់នៅឲ្យបានល្អជាមួយគ្នានឹងការពិតទោះជាអ្វីប្រត់ប្រាស់ទៅកន្លងទៅបាត់ទៅក៏ប៉ុន្តែការពិតនៅជាមួយយើងជានិច្ចឲ្យតែយើងរៀនរស់នៅឲ្យជាសុខជាមួយនឹងការពិតនឹងបាននឹងយើងនឹងមានសង្ឃឹមបាននៅទីពឹងចឹងព្រោះមានតែសច្ចធម៌នឹងឯងដែលមិនចេះប្រត់អំពីយើងគ្រប់គ្រាគ្រប់ពេលវេលាចឹង
បច្ចុប្បន្នអ្នកជីវតេជីវិតដែលកំពុងរស់នៅក្នុងបច្ចុប្បន្នហ្នឹងគឺថារស់នៅជាមួយនឹងការពិតគ្រប់បច្ចុប្បន្នកាលទាំងអស់អត់មានបច្ចុប្បន្នពេលណាដែលអត់មានការពិតស្ថិតនៅជាមួយយើងទេហើយបើយើងទទួលការពិតនឹងដោយសេចក្តីសុខស្ងប់សុខចិត្តដោយមិនប្រកាន់មិនហួងហែងហើយមិនទាស់មិនស្អប់ជាមួយនឹងការពិតនឹងបានដោយការវឹកហាត់អប់រំក្នុងសតិប្បដ្ឋានវិបស្សនាអានឹងគឺយើងមានលក្ខណៈអត់មានកង្វល់ក្នុងអនាគតទៅរឿងអីហើយក៏អត់ចាំបាច់អាឡោះអាឡៃអតីតអីទៀតដែរនឹងឯងវាសោះនឹងហួងហែងឬក៏វាជាភារៈឲ្យធ្ងន់អីទៅអញ្ចឹងក៏ត្រូវលះបង់ទៅតាមដែលវាបានកន្លងទៅនឹងទៅមិនបទងប្រទៀងអីឲ្យចិត្តនឹងឯងតាមតឹងចង្អៀតចង្អល់ទេឲ្យវាធូរស្រាលទៅតាមដែលអ្វីកន្លងទៅហើយហ្នឹងក៏លែងទៅតែម្ដងទៅព្រោះជាការពិតស្រាប់ហើយផងក្នុងអតីតាធម្មាហ្នឹងនឹងឯងរស់នៅយ៉ាងធូរស្រាលជាមួយនឹងបច្ចុប្បន្ននឹងឯងដោយមិនហួងហែងនៅអ្វីជាបច្ចុប្បន្ននឹងឯងចឹងគឺថាមុញ្ចៈបរេមុញ្ចៈបច្ចតោមច្ឆេមុញ្ចៈភវសបារគូនឹងឯងគឺត្រូវរួចផុតពីអ្វីដែលកន្លងទៅហ្នឹងដោយការមិនបទងប្រទៀងហ្នឹងរួចផុតហើយនឹងឯងអនាគតហ្នឹងក៏ដូចគ្នាដោយការដែលមិនកង្វល់ហ្នឹងអាហ្នឹងរួចផុតហើយបច្ចុប្បន្នហ្នឹងដោយការមិនចាប់ប្រកាន់ហ្នឹងអាហ្នឹងរួចផុតហើយនឹងឯងចឹងគឺប្រកម្មដ្ឋានសម្រាប់ព្រះឧក្កសេនអ្នកហ្នឹងចឹងសពតថវិមុតតមានសោអ្នកបណៈចេតចរੰឧបេហិសិគឺការដែលមានចិត្តរួចផុតអំពីធัวទាំងពួងនឹងឯងចឹងរមែងមិនចូលទៅរោគជារាមរណៈហ្នឹងដោយសារការអស់នៅតណ្ហាហ្នឹងឈ្នះអស់នៅទុក្ខទាំងពួងនឹងព្រះឧបសេនអ្នកសម្រាប់ព្រះអរហន្តហ្នឹងពុទ្ធបរិស័ទយើងនឹករលឹកកន្លែងហ្នឹងឲ្យតែយើងបានទទួលនៅសេចក្តីសុខព្រមជាមួយគ្នានឹងការពិតដោយការវឹកហាត់អប់រំសតិប្បដ្ឋានវិបស្សនាមកគឺទទួលដឹងការពិតនឹងឯងជាអារម្មណ៍ដែលនាំឲ្យយើងព្រមជាមួយនឹងការពិតហ្នឹងនឹងឯងមិនចេះតែទៅតាមចំណង់ដែលចង់បានយ៉ាងដទៃទេអញ្ចឹងជាមួយនឹងការពិតហ្នឹងក៏មិនស្អប់មិនតោះអ្វីដែលចូលមកដល់ជីវិតរបស់យើងគ្រប់ពេលវេលាហ្នឹងគឺចូលមកឲ្យសិក្សាមិនមែនចូលមកធ្វើជាខ្លួនយើងឲ្យលំបាកហួងហែងទេគឺជាមេរៀនថ្នាក់បរិញ្ញាអញ្ចឹងមិនមែនសម្រាប់ឲ្យយើងហួងហែងក៏មិនសម្រាប់ឲ្យយើងបន្ទុះតោះក៏មិនសម្រាប់ឲ្យយើងស្អប់ក៏មិនសម្រាប់ឲ្យយើងកើតទុក្ខសូម្បីតែសេចក្តីទុក្ខដែលកើតឡើងហ្នឹងឯងចឹងក៏បានទៅជាទីតាំងនៃសតិប្បដ្ឋានសិក្សាកំណត់ដឹងនៅទុក្ខដែលកើតឡើងហ្នឹងសូម្បីទុក្ខវេទនាផ្លូវកាយឬទោមនស្សផ្លូវចិត្តនឹងឯងចឹងក៏បានជាមេរៀនសម្រាប់កំណត់ដឹងឲ្យឃើញធម្មតាធัวនៃជីវិតវារមែងមានសពគ្រប់ទាំងអស់ទាំងសុខទាំងទុក្ខទាំងឧបេក្ខាមានទាំងកុសលទាំងអកុសលទាំងអព្យាក្រឹតទាំងរូបទាំងនាមគឺថាជាការពិតនៃសង្ខារធัวហ្នឹងនឹងឯងសព្វេធម្មេអនត្តាមានអ្នកណាទៅធ្វើអ្វីសពគ្រប់អញ្ចឹងឲ្យខ្លួនឯងនោះក៏ប៉ុន្តែវាមានបច្ច័យវាកើតឡើងជាធម្មតាហើយក៏រលត់ទៅជាធម្មតានឹងគឺយើងបានការសិក្សាអំពីការពិតនឹងឯងចម្រើនទៅដោយបញ្ញាអញ្ចឹងសេចក្តីសុខស្ងប់ជាមួយនឹងបញ្ញាមិនមែនជារឿងដែលយើងទទួលទៅទេចង់បានអ្វីទៀមទាអ្វីនៅក្នុងធัวបរិបត្តិទេហ្នឹងឯងពិតមែនតែមានឧបនិស្ស័យដើម្បីថាឲ្យបានសម្រេចមគ្គផលឲ្យបានរួចផុតចាកទុក្ខហ្នឹងគឺជាវិរៈចិត្តដែលកើតឡើងហ្នឹងឯងដោយឡែកចឹងទៅវាតែងមានចំណង់ចំណូលចិត្តអធិស្ឋ័យដើម្បីសម្រេចមគ្គផលឲ្យបានដល់ទីបំផុតទុក្ខហ្នឹងដល់ទៅធัวបរិបត្តិកើតឡើងនេះឯងជាធัวបរិបត្តិប្រព្រឹត្តទៅដើម្បីប្រសិជ្ជៈនៅបំណងប្រាថ្នាគ្រប់យ៉ាងនឹងឯងចឹង
ចឹងគឺសតិប្បដ្ឋានបរិបត្តិហ្នឹងចឹងដល់ទៅពេលរលឹកដឹងសូម្បីតែចិត្តដែលមិនស្ងប់កើតឡើងហ្នឹងសិក្សាសង្កេតពិនិត្យបានដឹងនៅចិត្តដែលមិនស្ងប់នឹងឯងធ្វើកិច្ចធ្វើនាទីរបស់ខ្លួនជាបរមត្តធម៌មួយបែបប្រកបច្បាស់ជាសភាវៈធម៌ដែលមិនមែនជាខ្លួនយើងចិត្តដែលមិនស្ងប់នឹងមិនមែនប្រកបមកធ្វើជាខ្លួនយើងចេះតែខ្វាយខ្វល់រវល់ចាប់ប្រកម្មទៅដោយខ្លួនឯងទេថាដោយខ្លួនយើងហ្នឹងគឺដោយអំណាចអវិជ្ជាដែលមិនដឹងនឹងឯងចឹងហ្នឹងឯងប្រកម្មទៅនៅក្នុងគ្រប់សភាវៈទាំងអស់ហ្នឹងអាហ្នឹងគឺថាជាការល្ងងរបស់យើងអាហ្នឹងសន្មត់ទៅលើទូអវិជ្ជាហ្នឹងនៅតែជាអវិជ្ជាធាតុនៅតែជាបរមត្តអញ្ចឹងប៉ុន្តែសេចក្តីល្ងងនឹងឯងដែលវានាំឲ្យកង្វល់នឹងខ្លួនឯងដោយការប្រកម្មបញ្ញខណ្ឌហ្នឹងគឺពោលជាវោហាមកថាយើងល្ងងខ្លួនយើងទេគ្រប់សភាវៈទាំងអស់កើតឡើងហ្នឹងគឺមិនមែនកើតមកធ្វើជាយើងទេណាហ្នឹងឯងជាសង្ខារធัวសតមានបច្ច័យឲ្យកើតឡើងដោយពលឺថ្ងៃហ្នឹងចឹងមិនមែនកើតមកធ្វើជាខ្លួនយើងទេណាមានព្រះអាទិត្យក៏ភ្លឺទៅមានកម្ដៅទៅមិនមែនកម្ដៅហ្នឹងមកធ្វើជាខ្លួនយើងទេណាហ្នឹងឯងយ៉ាងណាមិញរូបធัวនាមធัวមានបច្ច័យឲ្យកើតឡើងចឹងប៉ុន្តែវាមានអវិជ្ជាធាតុមួយហ្នឹងហើយដែលសន្មត់ថាយើងល្ងងនឹងឯងយើងល្ងងជាខ្លួនយើងតើដែលចាប់យកបញ្ញខណ្ឌហ្នឹងមកធ្វើជាទុកកង្វល់សម្រាប់ខ្លួនឯងប្រកែប្រកម្មហួងហែងដោយតិដ្ឋិទៅដោយមានអ្នកទៅដោយចឹងទៅវាទៅជាព្រាផ្ទឹមនឹងអ្នកអតីទៅជាប្រកែក្រាន់បើទៅជាអន់ទៅជាបណ្ណាំងប្រជែងទៅវាជារឿងទុកតោមនោះទៅតាមអំណាចនៃសេចក្តីប្រាថ្នាហ្នឹងអន្ទះអន្ទែងទៅហើយមិនបានទៅក៏ទុកកង្វល់ទៅវាកើតទៅជារឿងទុកដោយអំណាចនៃចិត្តគំនិតខ្លួនឯងហ្នឹងដែលវាប្រព្រឹត្តទៅដោយតណ្ហាលះតែតណ្ហាក្នុងចិត្តមួយទៅបច្ចុប្បន្នហ្នឹងស្ងប់រងាប់អស់ហើយមានអីទៀតប៉ុន្តែដែលមានរឹសរបស់វាគឺអវិជ្ជាហ្នឹងតើតែចម្រើនវិជ្ជាឲ្យបានដឹងនាមរូបតាមសេចក្តីពិតហ្នឹងមិនប្រកម្មធ្វើជាខ្លួនយើងទៅបានវាលះតណ្ហានឹងបានត្រូវការអីយកមកឲ្យណាទោះជាបរិភោគប្រើប្រាស់បច្ច័យ4ក៏ប្រសិជ្ជៈតណ្ហាដោយប្រខៃណាស្របព្រះអង្គមានឆន្ទរាគៈក្នុងបច្ច័យ4ហ្នឹងឯណាកិច្ចបប្រតិបត្តិនៃពុទ្ធបរិស័ទយើងហ្នឹងមិនប្រើប្រាស់បច្ច័យ4ដោយខ្លាចថាអានឹងតណ្ហាទេព្រោះរឿងបច្ច័យ4វាសម្រាប់រូបកាយដែលយើងប្រើប្រាស់ដោយប្រសង្ឃពិចារណាដើម្បីចិញ្ចឹមសិលសមាធិបញ្ញាមានបំរើតណ្ហាអីហ្នឹងឯងអញ្ចឹងគឺក្នុងកិច្ចបប្រតិបត្តិអីនេះទេប្រព្រឹត្តទៅដើម្បីលះបង់តណ្ហាហ្នឹងដោយការកំណត់ដឹងនៅនាមរូបហ្នឹងឲ្យឃើញទៅតាមសេចក្តីពិតហ្នឹងគឺសូម្បីតែអកុសលប្រភេទណាដែលកើតឡើងហ្នឹងបានជាទីតាំងនៃសតិរលឹកមិនចាប់ប្រកាន់នៅបរមត្តធัวហ្នឹងដោយបានដឹងថានឹងជាបរមត្តជាសភាវៈដែលមានអត្ថិដែលព្រះអង្គសម្ដែងក្នុងសតិប្បដ្ឋានសូត្រហ្នឹងប្រែថាកាយមានមែនវេទនាមានមែនចិត្តមានមែនធัวមានមែនហ្នឹងគឺមានជាបរមត្តធัวហ្នឹងឯងហ្នឹងឯងហ្នឹងគឺសេចក្តីពិតហ្នឹងចឹងដែលមិនព្រាត់ប្រាសទៅចោលយើងហើយបើយើងបច្ចុប្បន្នញ្ញយោធម្មំតដ្ឋវិបស្សតិអសង្ហិរੰអសង្កបੰតាំងវិធាមនុព្រួអយេមានបញ្ញាឃើញច្បាស់នៅធัวតាមសេចក្តីពិតហ្នឹងហើយមិនមានសកាយៈទិដ្ឋិរសេមរសាមទៅជាមួយគ្នាទេចម្រើនបញ្ញារឿយចឹងទៅវាអត់មានអាល័យអតីតៈទេចឹងសោះនឹងធ្ងន់នោះគឺបានដីថាវាបានកន្លងទៅហើយនោះក៏លេងទៅតែហ្មងទៅនឹងឯងក៏លះទៅតែម្ដងទៅយៈតេតៃតំបហៃណំតាំងនឹងវាបានជាកន្លងទៅហើយនឹងមាននៅលំបាកធ្ងន់អីទៀតគឺលេងវាទៅតែហ្មងចឹងទៅចឹងអាហ្នឹងគឺវាជារឿងល្អស្រាប់ហើយតើត្រង់ដែលវាអត់បាននៅជាទម្ងន់នោះវារលត់ទៅវាកន្លងទៅ
mà dân cho tiếng nhà nó biết tầng vừa ai tục lùm bá đời xaแต่tiếng thấy về tầng nâng ảnh rồi dân tiếng sai về tầng là hô toแต่sai rất đầy đặt chiêm ấy chẳng thể nâng ảnh đi chứ đấy việc tròn để lên tới phần nâng cái tả dạ tệ tay tâm và hay nằm tặng rồi bọn nào đây cần lòng tới cứ rồi bọn nó bên lẹ bong trả hơi nâng ảnh mình chăm bạch dân huông hay ấy tiệt việc rèn luật từ hai miền tại bát chế bòn nâng tại phần nâng hay bờ mình chập mình phải cam bát chế bòn đó có chỉ ca bạc chọc nơi bát chế bòn nâng từ tiệt ấy bát chế bòn nó có cái cần lòng từ tôi chỉ dừng mình liếc có bên nơi cho cần lòng từ mình thấy ca đây mình liếc về nơi chọc huông hay bát chế bòn thay mà tiệt tại bởi dân mình huông hay thế bát chế bòn nó còn nơi ta cần lòng từ tới chia tây tạ từตอนแต่ปฏิบัติโดยสเต็ปประธานจังบานประพฤติtới đầm bayมุญจะโปเรมุญจะปัจจเต้ามาเชมุญจะเพเวสปารกูบานดอในตรายในภพกันนะเพเวสปารกูนั่งกันนะนั่นคือพุทธบริษัทยังสดับเป็นเจ้าเป็นไทม์กันไรนั่งกันนะđầm bay ở dân ban vua xịt đây tròn để thả vây cần lon tới dân bên là lái màu pi vây để nơi chóp cho mùi dân cứ chia cà pết để bịa thay chia cà pết nó cứ sầm đáy từ lơ bạ ramat sạch chạ nâng đây sạch chạ nâng ai chẳng hay cao na bây dân sắc xa bạ bị bát ruột nơi chỉ sọc cho mùi nâng cà pết nâng bán cứ ở cha nơi khung bạ để bát để thua để dân bàn chup nâng vào Phậtศาสนาnâng để dân club để vùng ven xoay rốt sẽ đây sọc chỉ mùi khnên nâng ở vay đợt tây để chia vật thọ rước để chia bột cua nô sạt ấy chăng để o đi để để chăn để kẹt nâng có vận tải sẽ đây pet và cót cứ nơi trăng ca ở rùm chất ở prom chỉ mùi nâng ca pet ấy này sọ để ở miền khoai khoal ấy tới chỉ mùi nâng vay đây chia vật thọ hàng cày nâng tới tiệt thể xong bây ta áp tập hiệp rùa cài dân nâng có mua thay chia hàng cày từ tiệt cả ná bởi dân dốt bạn để bắt để thua nó chia hàng nòng cứ chia sẻ đây sóc nơi nông chặt sần đàn hay sẽ đây trong đó ní thưa ở dân một vua đo của Putika của mô sở rọc khlam xa đây chia vì mốt để rùa đôi chỉ nông khlam xa để thà trời mơ thay khuôn anh ở ban nọ để khuôn anh nâng sầm khăn nông ca chui khuôn anh ấy trong đó nó cứ nơi nông sẽ đây nâng anh chẳng để dân mình chơi tè lo hà lai vây chia càng cày rồi hốt đào từ phơi áp từ khiết ấy luôn anh từ tiết bởi mình phơi áp từ khiết thế có bắt bằng smart ở đây sai sao kêu sự văn kêu nhiên rư có thả pe lia bao lại từ nông là ba giờ mốc ba phần mét ấy sen tới nó cứ mau pi dân ở khơi tầm lấy nay chỉ vật luôn ai về tới chỉ khơi nhà vay để cho ti sờ lạnh bên chất hàng cày nâng sầm khăn chiêng luôn anh từ tiệt tới chẳng bàn chơi đại phật đo cầm nứt ai đo côn chài nâng che cất thà sông bay ở vay để cho ti sờ lạnh nâng nơi chỉ mua dân bận na cả đau về ban để phơi dân sờ văng phịch luôn bắt băng pe về lia đầm bay chui luôn ai nâng rồi dân chết tại an ở vay hàng cày nâng ao dân ban sọc miền vayจะรับบริโภคปลาสบายรีเมียนเนี่ยเมื่อไทยเมียนเนี่ยสลันเมียนเนี่ยขนมรองเมียนเนี่ยเลิกจำทางไอ้จังเต้ยังบัดบองเปรเวลีดำใบนังเพื่อการเงี้ยจุยครุนไอเนี่ยคือระโหดดาวแต่เปยังเตยปราปีระบอบต่างออกนังเตยดาวประการนานะนังไอยังอัดใจรวมในโดยครูนไอต่างบ้านนั่นเป็นchỉเรื่องตูเตยเป็นตึกเป็นได้ระเบียบนั่งไอจันโดยจะท่าบาปไปเช็ด
អ៊ូអជាមួយគ្នាចឹងទៅរហូតដល់ទៅមិនបានពិចារណាធัวដែលជាទីពឹងសម្រាប់យឹតយោងឲ្យរួចផុតពីវដ្តសង្សារដោយសិលសមាធិបញ្ញាទៀតហ្នឹងឯងគឺថាគង់បច្ចុប្បន្ននៅមានគ្នាអីចឹងទៅដែលជាគណៈសង្ឃសកៈអីទាំងអស់ហ្នឹងហើយទោះជាមិនបានពិចារណាទៅក្នុងសិលក៏អត់មានអីឲ្យភ័យឲ្យព្រួយអីហ្នឹងឯងមានគ្នាអាងគ្នាអីចឹងទៅទោះជាប្រព្រឹត្តកន្លងសិក្ខាបទអីទៅនឹងយ៉ាងណាក៏អត់មានអីឲ្យភ័យឲ្យព្រួយអីព្រោះមានគ្នាហើយមានញាតិមានញោមមានលៀបសការៈអីរបៀបហ្នឹងចឹងហ្នឹងឯងដល់ទៅពេលត្រូវប្រាត់ប្រាស់ពីអ្វីទាំងអស់ជាខាងក្រៅហ្នឹងទៅធัวខាងក្នុងអត់មានជាទីពឹងហ្នឹងជារឿងវត្តសង្សារហ្នឹងកន្លែងហ្នឹងដែលខ្ញុំណានឹកឃើញរឹងតែលើកជាឧទាហរណ៍ដើម្បីមកបញ្ជាក់ដល់រឿងបងប្អូនកូនចៅអីដែលយើងរវល់សង្ឃឹមរបស់ខាងក្រៅត្រេកអររីករាយនឹងលេបនឹងយោះនឹងការសរសើរនឹងការស្រឡាញ់ថ្នាក់ថ្នមអីរបៀបសពគ្រប់អីចឹងណាហ្នឹងឯងចឹងដូចជាមេត្តាបិតាថ្នាក់ថ្នមថែរក្សាកូនពីតូចអីចឹងក៏ពិតប៉ុន្តែគាត់ដឹងថាគាត់មិនមែនចិត្តតែរស់នៅជាមួយកូននឹងបានរហូតទេអញ្ចឹងត្រូវឲ្យកូនសិក្សារៀនសូត្រឲ្យកូនបានការចេះដឹងនឹងឯងចឹងនឹងដល់អត់ពីគាត់ទៅគឺថាកូននឹងបានទីពឹងក្នុងចំណេះវិជ្ជាអីចឹងទៅហើយទ្រព្យសម្បត្តិអីក៏មានទៅតាមនឹងអញ្ចឹងណានឹងគឺដែលយើងសិក្សាលើកជាឧទាហរណ៍ដើម្បីឲ្យឃើញថាអ្វីក៏ដូចជាឪពុកម្ដាយយើងអញ្ចឹងទៅចុះប៉ុន្តែត្រូវឲ្យដឹងថាគាត់មិនមែននៅជាមួយយើងរហូតទេនឹងឯងយ៉ាងណាមិញអាការដែលយើងខ្សែផ្សោយអ្វីក្នុងโลกនេះយើងពិនិត្យមើលចុះឲ្យតែមិនមែនជាសិលសមាធិបញ្ញាឲ្យតែមិនមែនជាកុសលធម៌នឹងឯងគឺយើងកុំបណ្ដែតបណ្ដោយឲ្យខាតពេលវេលាទៅជាមួយគ្នានឹងការខ្សែផ្សោយជាមួយគ្នានឹងការរីករាយបែបហ្នឹងនឹងឯងវាត្រូវខាតពេលវេលាដែលយើងត្រូវជួយខ្លួនយើងនេះនឹងឯងចឹងហើយបើនិយាយពីមេរាធិរាជវិញដែលមានបំណងរាំងសត្វលោកមិនឲ្យទៅព្រះនិព្វានហ្នឹងគេពេញចិត្តណាគេពេញចិត្តនឹងរឿងសត្វលោកនឹងឯងត្រេកអររីករាយរបៀបហ្នឹងណានឹងឯងគឺថាជាប់អន្ទាក់របស់គាត់ហើយអាហ្នឹងរបៀបហ្នឹងអញ្ចឹងណាចឹងហ្នឹងគឺយើងលើកឲ្យឃើញថាវាជារឿងប្រមាថរបស់សត្វលោកយើងបដែតបដោយទៅជាមួយនឹងអ្វីដែលមិនមែនជាទីពឹងត្រូវឲ្យអស់ពេលវេលាមកជីវិតចឹងទៅហ្មងតែទីបំផុតមានតែការសោកសៅយំយេកស្រែកទួញស្ដាយសំណោះអាឡោះអាល័យជាមួយគ្នានឹងការប្រាត់ប្រាស់នឹងឯងព្រោះមិនបានប្រើប្រាស់ពេលវេលាដែលបានជួបនឹងព្រះសាសនានឹងឲ្យបាននៅទីពឹងត្រូវអស់ពេលមួយថ្ងៃមួយខែអីចឹងទៅរត់តែការសប្បាយរីករាយហ្នឹងដែលអត់បានពិចារណាថាការសប្បាយរីករាយជាមួយនឹងអ្នកដែលអ៊ូអរជុំវិញសរសើរស្រឡាញ់លើកតម្កើងអីហ្នឹងចឹងបានឥឡូវនេះសម្រាប់បងប្អូនកូនចៅត្រូវតែទទួលតាមទីក្តីពិតហ្នឹងអ្វីដែលប្រាត់ប្រាស់ទៅក៏ប្រាត់ប្រាស់ទៅថាជាមេត្តាបិតាក៏យើងធ្វើតេខិណានុប្រទានអីចឹងទៅនឹងឯងហើយជាមួយនឹងអ្នកដែលនៅរស់ក៏យើងត្រូវតែអប់រំមេត្តាចិត្តជាមួយគ្នានឹងឯងព្រោះមនុស្សយើងកុំយើងប្រកាន់អធ្យាស្រ័យដែលមិនដូចគ្នាហើយតោះគ្នាទៅអាហ្នឹងគឺយើងខ្វះការសិក្សាពធកន្លែងហ្នឹងទៀតយើងសិក្សាពធតតែយល់ដឹងថាមនុស្សត្រូវតែខុសគ្នាអញ្ចឹងហ្មងចឹងឲ្យច្បាស់ទទួលថាការដែលមនុស្សយើងខុសគ្នាហ្នឹងគឺត្រូវតែខុសគ្នាអញ្ចឹងនឹងឯងអារឿងដែលឲ្យមនុស្សយើងដូចគ្នាវាមិនជាឋានៈដែលអាចប្រព្រឹត្តទៅបានទេពីព្រោះវាមានបច្ច័យផ្សេងគ្នាមនុស្សផ្សេងគ្នារូបផ្សេងគ្នាចិត្តគំនិតផ្សេងគ្នាអធ្យាស្រ័យផ្សេងគ្នាវាជាការសន្សំសន្តានមក
នឹងឯងមិនអាចដូចគ្នាទេការខ្សែគប់ផ្សេងគ្នាក៏វាជាបច្ច័យឲ្យមានផលមិនដូចគ្នានឹងដូច្នេះការដែលមិនដូចគ្នានឹងទៅជាការត្រឹមត្រូវដើមឈើព្រៃភ្នំទលេសមុទ្រមរឹកគីបាសាបាសីមច្ឆាជលស័យមានអីដូចគ្នាយើងសិក្សាធម្មជាតិតាមនឹងដូច្នេះយើងត្រូវតែមកព្រមឲ្យមនុស្សនឹងមិនដូចគ្នាអញ្ចឹងនឹងឯងហើយដល់យើងយល់ដឹងអញ្ចឹងទៅយើងអត់ប្រកែប្រកម្មនឹងអ្នកដទៃដែលផ្សេងគ្នានឹងទេនឹងឯងចឹងអញ្ចឹងយើងបានឱកាសសិក្សាទៅដល់បរមត្ថធម៌ណោះដែលមិនដូចគ្នានឹងមិនមែនអ្នកណាធ្វើអីឲ្យខ្លួនឯងទេយើងគ្រាន់តែសន្មត់ទេអ្នកណាធ្វើអីនឹងសន្មត់ឲ្យដឹងតែអ្នកណាធ្វើអញ្ចឹងទេតាប៉ុន្តែក្នុងអ្នកណាធ្វើអីនឹងគឺបរមត្ថធម៌ដែលមានបច្ច័យត្រឹមត្រូវយើងត្រូវយល់ដល់បរមត្ថអីណោះឲ្យសិទ្ធដល់បរមត្ថឲ្យគេកើតឡើងបានស្រួលផងឲ្យចិត្តទៅគ្របសង្កត់យើងយកអំណាចអីទៅគ្របសង្កត់មិនឲ្យបរមត្ថគេកើតឡើងនឹងរំលោភសិទ្ធគេមានសិទ្ធកើតរបស់គេត្រឹមត្រូវព្រោះគេមានបច្ច័យរបស់គេហើយបើយើងចេះឲ្យសិទ្ធដល់គ្រប់បរមត្ថចឹងទៅយើងមានសេចក្តីសុខខ្លួនឯងទៅតើទាំងដោយការមិនប្រកាន់មិនហួងហែងទៅក្នុងអ្វីហ្នឹងអាការមិនប្រកាន់មិនហួងហែងនេះទេដែលជាទីពឹងសម្រាប់ជីវិតរបស់យើងមិនឲ្យយើងខកចិត្តគឺណាយើងហួងហែងហ្នឹងឯងដែលនាំឲ្យខកចិត្តហ្នឹងព្រោះវាមិនបានដោយការហួងហែងអាហ្នឹងវាជារឿងសិក្សារួមគ្នាទាំងជាមួយនឹងសតិប្បដ្ឋានហ្នឹងណាដែលធ្វើឲ្យយើងកាន់តែតិចកាន់តែខ្សែមខ្សានក្នុងជីវិតហ្នឹងត្រង់ការដែលយើងយល់ដឹងធម្មជាតិអ្វីហ្នឹងគឺថាមានសេចក្តីពិតដោយបរមត្ថហ្នឹងទាំងវិបស្សនាញាណនេះណាដែលបានដឹងក្នុងជីវិតរបស់យើងទៅតាមសេចក្តីពិតជានាមរូបធ្វើឲ្យយើងយល់ទៅដល់នាមរូបណាជាខាងក្រៅហ្នឹងក្នុងអ្នកដតីក្នុងធម្មជាតិមេឃដីអីហ្នឹងឲ្យយើងទទួលថាអ្វីយ៉ាងណាគឺយ៉ាងហ្នឹងណានឹងហើយព្រមឲ្យអ្វីនឹងឯងទៅតាមដែលមានបច្ច័យកើតឡើងនឹងថាត្រូវតែយ៉ាងនឹងដល់តែយើងទទួលអញ្ចឹងទៅមានកើតទុកអីទៀតបើវាត្រូវតែយ៉ាងនឹងទៅហើយយើងវាសុខចិត្តទៅហើយគឺលក្ខណៈរបស់វិបស្សនាដែលឲ្យយើងដឹងបានគឺថាសមាទិដ្ឋិយល់ត្រូវណាទៅតាមអ្វីដែលពិតហ្នឹងហើយមានសេចក្តីសុខចិត្តព្រមជាមួយនឹងអ្វីដែលជាការពិតហ្នឹងអាហ្នឹងបានជាសមាទិដ្ឋិយល់ត្រូវណានឹងឯងដែលយល់ត្រូវហ្នឹងវាទៅនៅក្នុងអារម្មណ៍របស់វិបស្សនាហ្នឹងជាបរមត្ថធម៌ហ្នឹងដូច្នេះនៅក្នុងការដែលពុទ្ធបរិស័ទយើងចេះរស់នៅជាសុខជាមួយសេចក្តីពិតតែប៉ុណ្ណឹងគឺអត់មានលំបាកយើងទៅទូចទៅទេអំទេអីពីអ្នកដទៃគ្រប់គ្រាគ្រប់ពេលវេលាយើងតែងតែរស់នៅជាមួយនឹងសេចក្តីពិតនឹងឯងចឹងមានពេលណាដែលអត់មានសេចក្តីពិតវាមានពេលណាដែលខ្ញុំក្រណាអត់មានប្រាក់អីដើម្បីទៅទិញទៅដូរទៅបាននេះបាននោះអីវាអត់មានបញ្ហារឿងក្រហ្នឹងទេព្រោះការពិតអត់មានលំបាកយើងទៅទិញទៅដូរអីមកទេការពិតហ្នឹងគឺថាមានគ្រប់ព្រះអង្គគ្រប់គ្នាគ្រប់ពេលវេលាគ្រប់ទីកន្លែងហើយធ្វើឲ្យយើងមានសេចក្តីសុខហ្នឹងជាមួយគ្នានឹងជារាជាមួយនឹងជាធិជាមួយនឹងមរណៈអីទាំងអស់គឺជារាជាធិមរណៈក៏រួមនៅក្នុងសេចក្តីពិតសុទ្ធតែជាអារម្មណ៍ឲ្យសុខចិត្តទាំងអស់មានអ្វីដែលសម្រាប់ឲ្យកើតទុកទៀតជាមួយនឹងសេចក្តីពិតហ្នឹងឲ្យតែបញ្ញាបានក្រេបយករសនៃសេចក្តីពិតធ្វើឲ្យអស់តណ្ហាទាំងធ្វើឲ្យខ្សែតណ្ហាណាហ្នឹងឯងគឺតណ្ហាសង្ខយៈទាំងព្រះអង្គសម្ដែងចូលតណ្ហាសង្ខយៈសោតក្តីមហាតណ្ហាសង្ខយៈសោតក្តីបើសោតនឹងសម្ដែងពីការអស់ទៅនៃតណ្ហាគឺជាព្រះនិព្វានហ្នឹងគឺមកពីការដែលបានទទួលនៅសច្ចធម៌នឹងឯងធ្វើឲ្យខ្សែតណ្ហាក្នុងចិត្តសន្តានទៅបានទៅឈ្នះអស់នៅសេចក្តីទុក្ខទាំងពួងអញ្ចឹងកិច្ចដែលបរិបត្តិយើងមិនមែន 50% អីទេណាទោះជា 10% 20% អីក៏ដោយក៏ជាការរីករាយនៅក្នុងកិច្ចបរិបត្តិដែលយើង
miền ở cả bàn chuột nâng của Phật giáo ná dường miền ca nghĩa ọp rung chất cứ chỉ còn pul này ca nghĩa không chỉ vật ca nghĩa rồi tây tây cái này bẩn to bẩn xóm tầm ráp để thả chỉnh chân chỉ vật bàn để bẩn năng thế ọt miền vua ấy lớn nâng này nâng ảnh ọt miền vua ấy lớn nâng này bởi vua cái thì ca ọp rung chất cứ về ọt che cục còn thế về nơi rương lộp luôn mình che cục về nơi rương prip tem nâng đệ tây về nơi rương bẩn năng về trên về nơi rương ca sẹp soi cứ mình che scop cục còn thế Phật bò sạch dương cua tẻ prang prang ruột rom đầm bay chi rung mà ní than này chặt đầm bay dân cắt đạch nơi ca để chặt nâng chặt để xoay ruột nơi và thọ ca mà con chỉ tì ri ri chứ trời chấm nay pe về lia trời chấm nay trọp sầm bát hơi tổ prật tới chỉ tốt tiệt năng ảnh chẳng mình chơi scop có ai pa pol đòi con là thua sai là thua ấy chẳng tới về tới chỉ riêng sao riêng mình là o được nông chỉ vật năng tự tiệt về từ nông hay na thầm mía thua thao năng tự tiệt nâng riêng ca mà con để nụ dương nâng trời ca bạch na đầm bay ca sờ bài đi đi nâng cứ trời tè phải giáp oi men tên nâng ai chẳng còn vì pro này cứ chỉ ăn tệ rồi bỏ mê chỉ riêng quạt ở sang xa chỉ riêng chết chỉ điệp chết thị mồ nạ chỉ riêng để mình rui thoát trả tục nâng ảnh trời tè re reng chấm non chấm nô châu chất rồi bỏ khá luôn nâng tới chỉ mùi nâng rường nâng trời tè dân ruột rom ao chả ti sập bài đôi bong ôn con trai miền ngày nâng nè đại miền Phật chạy đây chỉ rom tầm rạp dương màu vót mà buông anh nâng chỉ rom mũi chỉ tê hò ở dương miền chất đi đi bong ôn con trai miền Phật thua chỉ rom tầm bay dương sắp tầm bay dương sắc xà nâng ảnh chỉ ở tê ho tầm bay ở khơi thả dương ấp miền chất từ Phật tập ấy từ không rương để chỉ ăn tệ là bao mê nô tệ dân miền sở thế miền smart ở đấy nòm chặt máu nơi không rom này cà ri ri hỡi prasicha tổ chẳng dân vô chia ô tê ho bà này đầm bay dân trời ọp rung nơi trong Phật sát na đó còn ao việc con để mà pel mà kria để dân mau bòn chân đợt về dân tập tập tiền với dân miền rương để ca mà côn và bùa tới về nơi tè làm bạ làm bắn tam nâng tè tiết được cho nên dân trời miền rom rồi bỏ chặt vết men tè rup cai dân nơi tè ở ban mau bòn mau vọt mét con té rương rup cai về ở miền chỉ phải thông bờ thiên ấy thế ai tại ban bài mà chan tức mập tay nâng trăm thề chư ấy của miền nam miền ấy dầm ran ấy tam nâng vì pro vì chỉ thiệt mình đâm thế ở miền tiêm tê ấy thế rương tiêm tê với chỉ rương phơi chặt để ta ấy bởi chặt nâng thật này nông ca ọp đúng chẳng là rụp nâng nơi ná các bạn đây ở ban nhà ấy thế áo tại chặt nâng ấy miền rom này và cam mà thàn anh nâng tôi chỉ thầm mà diệt tra bên đây Phật phúng các bạn cầm dọc chỉ rom máu chặt dương đi tới chỉ sọc tới ban hơi mình rụp cái chỉ từ từ hồ thì nè chặt nâng từ bán tu răng cầm miếng ấy cả chả răng sợi răng của hia gì dạng sợi mà ha phut rụp mến con tới miền rom tam đây sừng sòm màu đi nâng đàn đây Phật phúng đi nâng Phật chạy đây cứ dân cầm vô côn Phật côn Phật thua côn Phật song mau chỉ rom nâng cứ xông ở Phật bò sạch dân prang prai ở ban cái lại nâng phong ná môn nâng dân trả lột nâng tới pro sầm nang ấy để dân ở toàn slap nè nâng ảnh chẳng cứ trời tại miền cách ca nghe nâng dân miền tiền miền sel hỏi dân miền ca rồi lấp đào tiền đào sel nâng riêng thua
ថ្វាយអង្គមព្រះអង្គហើយរៀនអប់រំចិត្តនៅក្នុងអារម្មណ៍នៃបកម្មដ្ឋានពាក្យថាអារម្មណ៍នៃបកម្មដ្ឋានហ្នឹងគឺអារម្មណ៍ដែលសម្រាប់អប់រំចិត្តនឹងឯងគឺឲ្យចិត្តហ្នឹងវាប្រសិជ្ជៈនៅនិវរណៈធម៌អញ្ចឹងទៅកាមឆន្ទោចជាបាតោថៃនមិដ្ឋញ្ចៈភិក្ខុណោឧទ្ធចាំងវិជកិច្ឆាចៈសัพពសាវៈអ្នកវិជ្ជតិតេហ្នឹងក៏ប្រធេរៈគាថាហ្នឹងលោកសំដែងមកគាថាហ្នឹងអញ្ចឹងទៅហ្នឹងឯងសัพពសាវៈអ្នកវិជ្ជតិតេហ្នឹងគឺថាលោកអត់មាននៅនិវរណៈធัวទាំងពួងហ្នឹងឯងហើយជាភិក្ខុហ្នឹងឯងក្នុងវគ្គទី8ឯកនិបាតនឹងដែរចឹងក៏ណាអង្គបន្តមកអង្គទី4អីហ្នឹងឯងចឹងក៏ណាលោកបានប្រព្រឹត្តប្រតិបត្តិពធัวទៅលោកសំចាប់បងនិវរណៈហ្នឹងមិនមែនគ្រាន់តែដោយអំណាចនៃការគ្របសង្កត់ទេលោកប្រកាសអំពីសัพពសាវៈអ្នកវិជ្ជតិតេហ្នឹងគឺដោយអំណាចនៃអរិយមគ្គហ្នឹងឯងតែជីវិតហ្នឹងអត់មានបញ្ហាអីទៅទៀតទេពីព្រោះបញ្ហាវានៅត្រង់ការដែលវង្វេងចាប់ប្រកាន់បញ្ញខណ្ឌមកធ្វើជាខ្លួនយើងទេតាហ្នឹងឯងទាំងដែលយើងអត់បានធ្វើផងហ្នឹងណាតែរឿងមិនដឹងយើងមើលចឹងវាចេះមកឲ្យទទួលជាភារៈហើយបកកែប្រកម្មលើកតម្កើងខ្លួនឯងឬក៏បង្អាប់បង្អន់ខ្លួនឯងអីចឹងទៅថាគេមើលងាយគេមិនឲ្យតម្លៃអីចឹងទៅវាជារឿងល្ងងសុទ្ធរបស់សត្វលោកយើងហ្នឹងណាទាំងហ្នឹងឯងយើងបប្រតិបត្តិទៅធัวទៅយើងឃើញអាសភាពទាំងអស់ហ្នឹងល្ងងមែនចឹងណាហ្នឹងឯងតិចថាក្រាន់បើជាងគេអីចឹងទៅមើលតែយកបញ្ញខណ្ឌហ្នឹងមកធ្វើខ្លួនឯងក្រាន់បើជាងគេចិត្តនឹងវាល្ងងណាតែមកប្រកាន់រូបកាយធ្វើខ្លួនឯងណាសត្វតែសម្បុកនៃរោគហើយមិនស្អាតស្មោកគ្រោកហើយលំបាកនឹងមើលថែត្រូវស្លៀកពាក់ត្រូវអាហារបរិភោគទេសបែងទីកន្លែងសពគ្រប់រួចទៅយករូបកាយហ្នឹងយកខណ្ឌហ្នឹងមកធ្វើជាខ្លួនឯងរវល់ល្មមអីបើវាខ្លួនឯងមែនទេទៅចេះតែមើលថែទៅអានេះអត់សោះហ្នឹងរឿងល្ងងមែនណាទាំងរឿងចិត្តហ្នឹងយើងត្រូវដោះស្រាយឲ្យកន្លែងហ្នឹងឯងហើយដោះស្រាយបានដល់ទៅកម្រិតរួចផុតចាក់ទុកទាំងពួងណាមិនមែនគ្រាន់តែដោះស្រាយបានពាក់កដាលអីនៅមានការងារអីដទៃទៀតទេការងារនេះគឺការងាររួចផុតចាក់ទុកទាំងស្រុងទាំងណែយើងខ្វល់នឹងការងារសពថ្ងៃរហូតដល់ទៅបង្អួតបង្អការងារគ្នាការងារល្អបានលុយបានកាក់បានឋានៈបានការសរសើរបានអ្នកអតីស្រឡាញ់ស្អីសពគ្រប់ហ្នឹងគឺសិតតែនៅក្នុងកិច្ចការងារដើម្បីជួយខ្លួនឯងឲ្យរួចពីទុក្ខហ្នឹងទេតាប៉ុន្តែដល់ទៅវារីករាយជាមួយនឹងការងារហ្នឹងចឹងទៅវាអត់បានមកដោះស្រាយអាការងារដែលត្រូវឲ្យរួចផុតចាកទុក្ខទាំងស្រុងនេះត្រង់ដែលមិនមានបញ្ញខណ្ឌនេះគឺអត់បានមកធ្វើកិច្ចការងារឲ្យអស់បញ្ញខណ្ឌហ្នឹងទេដល់អញ្ចឹងទៅវាមិនរួចការងារអីក៏មិនអាចបានជាស្ថាពរដោះស្រាយបាន10នៅ20ដោះស្រាយបានមួយជាតិនៅរាប់អនេកជាតិអញ្ចឹងទៅអនេកជាតិទៅសង្សារังសន្ធាវិសੰអនិពិសੰអាការังកវេសន្តោទុក្ខាជាតិបណាបណាំងហ្នឹងគឺអនេកជាតិអញ្ចឹងយើងទៅធ្វើការងារអីដើម្បីនឹងថាឲ្យរួចផុតចាកទុក្ខទាំងស្រុងក្រៅតែពីការងារដាក់ចុះនៅបញ្ញខណ្ឌហ្នឹងដោយវិជ្ជាបានដឹងនៅបញ្ញខណ្ឌតាមសេចក្តីពិតហ្នឹងឯងដូច្នេះវិបស្សនាហ្នឹងឯងដែលនាំឲ្យយើងបានដឹងថាបញ្ញខណ្ឌហ្នឹងយើងអត់បានធ្វើមែនទេយើងអត់មានត្រូវមកបកកែប្រកម្មអីគ្នាឆ្លោះបកែកតោះតេងអីគ្នារំលឹកឃើញណារឿងនៅក្នុងចរិយាធម៌គុណធម៌រហូតមកមេត្តាធម៌សមថៈអីហ្នឹងនៅក្នុងដែលថាមនុស្សយើងត្រូវតែមិនដូចគ្នាត្រូវឲ្យព្រមកន្លែងហ្នឹងណាហ្នឹងឯងត្រូវឲ្យព្រមដូចរឿងលិខិតផ្លូវការអីត្រូវតែសញ្ញេយល់ព្រមអញ្ចឹងក្នុងចិត្តរបស់យើងគឺត្រូវតែមានបញ្ញាញាណមួយកើតឡើងថាខ្ញុំព្រមឲ្យមនុស្សផ្សេងគ្នាហើយអានឹងតើយើងព្រមអញ្ចឹងបានយើងរកសេចក្តីសុខឃើញណា
យើងចិត្តតែចង់ឲ្យអ្នកដទៃដូចយើងចង់ឲ្យទៅណានេះយ៉ាងនេះចង់ឲ្យទៅណានោះយ៉ាងនោះយើងអត់ទទួលការពិតតាន់ពេលដែលអ្វីមានបច្ច័យកើតឡើងនោះអត់មានសតិរលឹកដឹងចំពោះអ្វីដែលកើតឡើងយ៉ាងណាគឺព្រមទទួលថាវាយ៉ាងហ្នឹងឲ្យសិទ្ធដល់អ្វីដែលកើតឡើងតាន់ពេលវេលាហ្នឹងកាលណាបើយើងមិនព្រមអញ្ចឹងយើងត្រូវកើតទុក្ខហ្នឹងឯងចឹងត្រូវមានស្មារតីចម្រើនឡើងជាមួយគ្នានឹងការពិតហ្នឹងយើងអាចស្ដាប់យល់បានថាឲ្យសិទ្ធដល់អ្វីដែលកើតឡើងគឺយើងស្ដាប់យល់សេចក្តីហ្នឹងទៅដើម្បីឲ្យចម្រើនទៅដោយសតិឲ្យព្រមជាមួយនឹងអ្វីតាន់ពេលវេលាដែលប្រកាសតាមផ្លូវភ្នែកជាជាមកអណ្ដាតកាយចិត្តនឹងឯងមុននឹងយើងដឹងរឿងណាធ្វើអីហ្នឹងឲ្យយើងសិក្សាទៅលើបរមត្តធម៌ហ្នឹងដើម្បីយើងមិនប្រកាន់ទៅក្នុងរឿងទេពីព្រោះរឿងវានៅក្នុងគំនិតដែលយើងគិតបើយើងព្រមជាមួយនឹងបរមត្តហើយវាដែលទៅទាស់អីនឹងរឿងបើមានរឿងអីដែលឲ្យយើងទាស់បើរឿងវានៅក្នុងគំនិតហ្នឹងហើយបើចិត្តហ្នឹងវាអត់ទាស់ទៅហើយហ្នឹងវាមានរឿងជាអារម្មណ៍មកឲ្យទាស់អីទៀតបើយើងព្រមជាមួយនឹងសច្ចធម៌ទៅហើយហ្នឹងហ្នឹងឯងដូច្នេះគឺយើងសិក្សាទៅនៅក្នុងការពិតហ្នឹងឲ្យពុទ្ធបរិស័ទយើងអប់រំមកដល់វិបស្សនាហ្នឹងបន្ទាប់ពីការដែលយើងយល់ដឹងដោយសិលដោយសមាធិហើយអប់រំចិត្តនឹងមមតំហើយគឺថាវិបស្សនាចឹងបានមកទទួលនៅបរមត្តសច្ចៈនេះឯងដែលធ្វើឲ្យពុទ្ធបរិស័ទលះបង់អ្វីគ្រប់យ៉ាងលះបង់ហ្នឹងគឺថាលះបង់ដោយអតីតហ្នឹងវាបានលះបង់ទៅហើយយើងគ្រាន់តែព្រមទៅតាមអតីតហ្នឹងទេតាហើយអនាគតដែលមិនតាន់មកដល់ហ្នឹងយើងគ្រាន់តែព្រមថាអាហ្នឹងវាអត់តាន់មកដល់តែប៉ុណ្្នឹងទេតាហ្នឹងឯងអ្វីដែលកំពុងមាននេះយើងសុខចិត្តជាមួយនឹងអ្វីដែលកំពុងមានហ្នឹងនេះឯងដែលឈ្មោះថាយើងរស់នៅស្រឡាញ់ខ្លួនចេះថែរក្សាខ្លួនមិនបន្ទុះមិនទាស់មិនបៀតបៀនខ្លួនឯងនេះគឺថាជាមួយគ្នានឹងអ្វីជាបច្ចុប្បន្ននឹងឯងយើងចេះសិក្សាជាមួយគ្នានឹងបច្ចុប្បន្ននឹងឯងឲ្យជាសុខនឹងឯងយើងមិនបន្ទោសបានដីថាយើងលុះនៅក្នុងអំណាចចំណង់ដែលយើងធ្លាប់ស្រឡាញ់ធ្លាប់ជាប់ជំពាក់ជាមួយនឹងអ្វីក្នុងអតីតមកហើយអញ្ចឹងទៅយើងមានកង្វល់ក្នុងអនាគតក្រែងលោវាមិនបានយ៉ាងនេះវាមិនបានយ៉ាងនោះអញ្ចឹងហើយជាមួយគ្នានឹងបច្ចុប្បន្នហ្នឹងក៏វាជាអញ្ញានុបេក្ខាឧបេក្ខាមោហៈហ្នឹងដោយអត់បានដឹងនៅធัวជាបច្ចុប្បន្ននឹងឯងចឹងដល់អញ្ចឹងទៅសកាយតិដ្ឋិវានៅក្តោបក្តាប់ជាខ្លួនយើងអ្នករស់នៅដល់អញ្ចឹងវាកដោចកដែងនៅតែឯងអ្វីប្រត់ប្រាស់ទៅជាទីស្រឡាញ់ជាទីពេញចិត្តមិនដឹងជាខ្លួនឯងនឹងបានអីជាទីពឹងអីចឹងទៅកើតទៅជារឿងសំណោះសំណោកសោយសោកទឹកភ្នែកអីចឹងទៅរឿងយំសោករបស់មនុស្សយើងហ្នឹងវាជារឿងដែលមិនបានធัวជាទីពឹងហ្នឹងអញ្ចឹងគឺតលតែសតិប្បដ្ឋានវិបស្សនានេះឯងចឹងដែលឲ្យឃើញជាអតីតាធម្មាទៅឲ្យឃើញជាអនាគតាធម្មាមកហើយនឹងបច្ចុប្បន្នាធម្មាធัวជាបច្ចុប្បន្ននឹងអញ្ចឹងទៅគឺយើងបានទទួលត្រង់ដែលថាមុញ្ចៈបរេមុញ្ចៈបច្ចតោមច្ឆេមុញ្ចៈហ្នឹងឯងគឺថារួចផុតតែក្នុងចិត្តរបស់យើងមិនអាល័យអតីតៈគឺមិនកង្វល់មិនសង្ឃឹមមិនប្រាថ្នាអីទៅក្នុងអនាគតជានាមរូបហ្នឹងទេហើយក្នុងបច្ចុប្បន្នហ្នឹងក៏អត់មានអីឲ្យរវល់ឲ្យលំបាកឲ្យកង្វល់ក្នុងការប្រកាន់ហួងហែងពីព្រោះសេចក្តីពិតនឹងឯងគឺជាអារម្មណ៍ដែលប្រកបនៅសច្ចៈរស់ដែលរស់នៃការពិតហ្នឹងគឺមិនឲ្យយើងបន្ទុះទាស់មិនឲ្យយើងស្អប់ហើយក៏មិនឲ្យយើងហួងហែងចាប់ប្រកាន់ថាកុំឲ្យកន្លងទៅកុំឲ្យបាត់បង់ទៅដែរកន្លងទៅបាត់បង់ទៅនៅតែជាបច្ចុប្បន្ននៅតែជាការពិតអញ្ចឹងស្រេចតែយើងមិនស្អប់មិនបន្ទុះមិនទាស់ជាមួយនឹងការពិតហ្នឹងទោះជាការពិតហ្នឹងជាកុសលក៏ដោយអកុសលក៏ដោយអព្យាក្រឹតក៏ដោយជាសុខក៏ដោយជាទុក្ខក៏ដោយជាឧបេក្ខាក៏ដោយគឺជាអារម្មណ៍នៃសេចក្តីសុខស្ងប់នឹងឯងអសង្ហិរੰអសង្កបੰតាំងវិធាមនុព្រូហយេនេះពុទ្ធដីកាកន្លែងហ្នឹងដែលយើងប្រតិបត្តិទទួលយកបានហ្នឹងអញ្ចឹងគឺប្រមូលសេចក្តីក្នុង
ការអธิบายមកចំណុចហ្នឹងត្រង់ដែលថាយើងមិនសោយសោកអាឡោះអាល័យអតីតហ្នឹងមកអំពីអ្វីៗកន្លងទៅធម្មតាធัวចុះប៉ុន្តែសេចក្តីពិតនៅជាមួយនឹងយើងហើយជាទីពឹងគឺដោយអំណាចនៃការមិនចាប់មិនប្រកាន់មិនហួងហែងជាមួយនឹងសេចក្តីពិតនឹងឯងព្រោះជាវិបស្សនាដែលប្រព្រឹត្តទៅនឹងដែលពុទ្ធបរិស័ទនឹងបាននៅទីពឹងហើយពង្រឹងកម្លាំងចិត្តទៅនៅក្នុងទានសិលភាវនាផ្សេងទៀតនឹងគឺមិនមានបំណងត្រូវការប្រាថ្នាអីក្រៅតែអំពីទំនុកបំរុងមកដល់បញ្ញានឹងឯងដែលជាការចាក់ធ្លុះទៅក្នុងសច្ចធម៌មានជំរឿទៅទៀតដែលសុខខំគឺណាសុខមៈនិវណដ្ឋៈទស្សនាគឺថាជាការដែលឃើញនៅសច្ចធម៌ដ៏ល្អិតសុខំហ្នឹងដល់អញ្ចឹងទៅត្រឡប់មកដើមវិញនៅក្នុងសេចក្តីដែលថាពុទ្ធបរិស័ទយើងបានធ្វើជាមនុស្សគំរូល្អជាធម្មមរតកឲ្យដល់កូនដល់ចៅអញ្ចឹងទៅដែលយើងពិតជាការស្រឡាញ់ដោយស្មោះនៅក្នុងមេត្តាធម៌ហ្នឹងមានភាពល្អនៅក្នុងសេចក្តីស្រឡាញ់ហ្នឹងដែលគួរឲ្យយើងកត់សម្គាល់មួយគឺធ្វើឲ្យមនុស្សយើងរស់នៅជាសុខដោយខ្លួនឯងហើយក្នុងបំណងប្រាថ្នាធ្វើអ្វីដែលល្អមានប្រយោជន៍មានសេចក្តីសុខនិងមានសេចក្តីចម្រើនដល់បុគ្គលដែលជាទីស្រឡាញ់របស់យើងហ្នឹងដែលយើងផ្សព្វផ្សាយមេត្តាចិត្តទៅមានបុគ្គលដែលជាទីស្រឡាញ់ហ្នឹងដោយទូទៅទាំងអស់ដែលយើងមានសពសត្វទាំងអស់ជាមិត្តសូម្បីមិនមែនជាមិត្តដែលយើងត្រូវខ្សែគប់ក៏ដោយក៏ត្រូវតែជាមិត្តក្នុងអារម្មណ៍របស់មេត្តាដែរគណៈមិនមែនសុទ្ធតែជាមិត្តដែលត្រូវខ្សែគប់ទាំងអស់ទេប៉ុន្តែជាមិត្តក្នុងអារម្មណ៍របស់មេត្តាត្រូវតែមានមិត្តទាំងអស់នឹងឯងដោយទូទៅគ្រប់ទិសទាំង10ដោយតែយើងបានសូត្រសព្ពេបរតេមាយៈនឹងចឹងមេត្តាចិត្តផ្សព្វផ្សាយទៅបគាថារបស់ព្រះសោបាកៈនឹងយៈថាបេអេកបតស្មੰបេយស្មੰកុសល័យសយាអេវੰសព្ពេសោបានេសោសពដ្ឋៈកុសឡោសយាតេគឺឧបមាដូចជាមេត្តាដែលមានកូនប្រុសតែមួយជាទីស្រឡាញ់នឹងថ្នាក់ថ្នមថែរក្សាកូននឹងយ៉ាងណាអេវ៉ាំងហ្នឹងគឺថាក៏បីមានកុសលចិត្តដែលជាមេត្តាហ្នឹងទៅរកសពសត្វទាំងអស់សព្ពេសុបានេសុហ្នឹងសពដ្ឋៈគ្រប់ទិសទាំងពួងហ្នឹងគឺបគាថាដែលសោបាកៈលោកបានប្រកាសប្រធេរៈនឹងតាំងតែពីសាមណេរមកហើយបានទាយជ្ជៈឧបសម្បទាបានទទួលឧបសម្បទាដោយព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់អនុញ្ញាតនឹងព្រះអង្គប្រទានប្រកម្មដ្ឋាននឹងឲ្យចម្រើនមេត្តាចិត្តនឹងដល់សោបាកៈសាមណេរសម្រាប់ព្រះអរហន្តនឹងហ្នឹងឯងហ្នឹងគឺយើងលើកអំពីមេត្តាវិហារីយោភិក្ខុអញ្ចឹងណាភិក្ខុឯណាដែលនៅដោយមេត្តាព្រហ្មវិហារមេត្តាវិហារីនាងហ្នឹងគឺណាគឺបសណ្ណោពុទ្ធសាសនេអធិកេឆេបទាំងសន្តាំងសង្ខារោបសមੰសុខੰគឺមានសេចក្តីជ្រះថ្លាទៅក្នុងពុទ្ធសាសនាមានចិត្តបង្អោនទៅកាន់ព្រះនិព្វានអត់មានជាពាក់ពិនអីជាមួយនឹងសពសត្វទាំងអស់ទេនឹងឯងមេត្តាចិត្តនឹងសូមឲ្យសពសត្វទាំងអស់បានសេចក្តីសុខទៅប៉ុន្តែដំណើរផ្លូវរបស់យើងគឺចេញពីលោកនេះនឹងឯងអ្នកណាទៅក៏ទៅជាមួយទៅទេវលោកទៅព្រហ្មលោកទៅវាផុតហើយរឿងរ៉ាវវៃក្នុងលោកនេះស្ថិតនៅក្នុងគំនិតយើងទេដែលប្រកម្មហួងហែងបន្តិចបន្តួចនឹងឲ្យបង្កឲ្យទៅជារឿងធំដុំហើយចង់ជាប់ជំពាក់ក្នុងកាមភពក្នុងអបាយភូមិតែខ្លួនឯងនឹងដោយសារតែគំនិតដែលខ្វះការយល់ដឹងនឹងឯងទៅបើយើងយល់ដឹងទៅរឿងហ្នឹងយើងប្រកបដោយមេត្តាចិត្តសូមឲ្យបានសេចក្តីសុខសពសត្វទាំងអស់ប៉ុន្តែយើងអត់នៅហួងហែងជាប់ជំពាក់ទេដំណើររបស់យើងចឹង
នឹងឯងដោយមេត្តាចិត្តទៅកម្មព្រហ្មលោកក៏នឹងឯងអត់មានកាមឆន្ទៈព្យាបាទៈអីទេហើយក៏ចូលដល់អរិយភូមិជាលោកកតរៈណោះនឹងឯងមានព្រះនិព្វានជាបរិយោសានណោះមានរឿងស្អីដែលយើងខ្វាយខ្វល់ប្រកែប្រកាន់ជាមួយគ្នានឹងមនុស្សផងគ្នានឹងអ្នកណាមានសមត្ថភាពអីក៏ខ្លាំងម្ល៉េះដើម្បីឲ្យយើងលះបង់នៅសេចក្តីសុខលះបង់នៅកុសលធម៌របស់យើងហើយទៅដាប់ទៅដួសលហេមលហាមជាមួយនឹងអ្នកនឹងនោះអ្នកណាអីក៏មានសមត្ថភាពសម្បើម្ល៉េះនឹងឯងមើលទាំងតើអ្នកនឹងឯងអាចសងសេចក្តីសុខឲ្យយើងវិញទេសងបុណ្យឲ្យយើងវិញដើម្បីយើងសម្រេចលោកកតរៈទេនឹងឯងដែលយើងលះបង់សេចក្តីសុខរបស់យើងលះបង់នៅបុណ្យកុសលសេចក្តីស្ងប់របស់យើងត្រូវទៅមួម៉ៅក្តៅកាហាយជាមួយនឹងអ្នករតីនឹងជាការដែលបៀតបៀនខ្លួនឯងទេដោយខ្លួនឯងចឹងអ្នករតីនឹងអត់មានសោះមេរនិមិត្តទេតែនៅក្នុងចិត្តរបស់យើងនឹងមេទេវាសាងបុគ្គលឲ្យយើងស្អប់រហូតដល់យើងដៅកាហាយលះបង់សេចក្តីសុខរបស់យើងនិងលះបង់នៅសេចក្តីល្អសពគ្រប់ទាំងអស់ដើម្បីអ្នកណានោះតែទេទៅទាំងអានឹងគឺវាដូចជាយើងឆ្លោះជាមួយនឹងសមោលខ្លួនឯងអញ្ចឹងវាមានតែមនុស្សឈួតទេចឹងដែលវាយតបសមោលនឹងនៅក្នុងភ្នំនឹងបែកដៃបែកជើងអស់ហ្នឹងណាអានឹងឯងយ៉ាងណាគឺថាអារម្មណ៍ដែលសម្រាប់ឲ្យយើងបន្ទុះទាស់ស្អប់ទាំងប្រមាណហ្នឹងគឺមេរនិមិត្តកិលេសហ្នឹងវាសាងឡើងសម្រាប់ឲ្យយើងស្អប់តាមពិតតែទេអត់មានសោះទេគឺណាប៉ុន្តែនេះជារឿងមកវត្តសង្សារទេដែលយើងចំណាយពេលវេលាជាមួយគ្នានឹងសមោលហ្នឹងណាជាមួយគ្នានឹងថ្ងៃបដាលកូនហ្នឹងណានឹងឯងចឹងសភាពបែបហ្នឹងដែលពុទ្ធបរិស័ទយើងមកភ្ញាក់រលឹកនឹងឯងនៅក្នុងការដែលយើងបានប្រៀបបីដូចជាសម្ពុតដែលនាំមកពីដែនកាសីចឹងទៅវាមានតម្លៃដែលគុណចាស់គង់នៅក្នុងពភ្នោះនឹងឯងជាតេខិណៃបុគ្គលដល់ប្រសើរធ្វើឲ្យម្ចាស់ទាននឹងឯងមានផលច្រើនមានអានិសង្សច្រើនក្នុងការថ្វាយទានហ្នឹងអាហ្នឹងជាតម្លៃជាតម្លៃនៃសម្ពុតដែលនាំមកពីដែនកាសីហ្នឹងហើយសេចក្តីផ្ដើមដំបូងហ្នឹងគឺបញ្ជាក់ត្រង់ដែលថាប្រធេរដីកាដែលសម្ដែងទៅហ្នឹងគឺថាគេមិនជួបជើងទេគឺគេតម្កល់ទុកហ្នឹងឯងជារតនៈជាបឋមរតនៈទៀតបានជាចាស់បុរាណលោកហៅថាពុទ្ធដីកាប្រសង់សំដែងហៅថាព្រះអង្គមានពុទ្ធដីកាអញ្ចឹងទៅគឺជាពាក្យដែលបុរាណលោកឲ្យតម្លៃទៅដល់ប្រសង្ឃដីកាប្រធេរដីកាហ្នឹងសំដែងអីហ្នឹងគឺសំដែងពុទ្ធភាសិតសំដែងទៅតាមការណែនាំរបស់ពុទ្ធចឹងទៅបានថាគុណចាស់ដែលគុណមានពុទ្ធដីកាចឹងទៅហ្នឹងឯងដូច្នេះគឺសេចក្តីទាំងអស់ហ្នឹងមានតម្លៃដោយសារអីដោយសារថាមានសិលតែមានពរល្អមានសម្ផស្សទន់ល្មន់ល្មៃជាសុខដល់អ្នកខ្សែគប់មានតម្លៃគឺថាមានផលច្រើនមានអានិសង្សច្រើនដល់អ្នកថ្វាយទានគោរពបូជាជ្រះថ្លាហើយនឹងប្រធេរដីកាយ៉ាងណាគឺថាមិនដូចជាសម្ពុតសបកឈើដែលគេជូតជើងទេបានដីថាពាក្យសម្ដីដែលគេមិនគោរពពាក្យសម្ដីដែលគេជូតជើងបានដីថាពាក្យសម្ដីរបស់អ្នកដែលបានតែថាអញ្ចឹងទៅនឹងឯងអានឹងរបៀបដូចបថៅមួយយ៉ាងគឺថាកាប់ចាំងគេសពគ្រប់ធ្វើអីហ្នឹងគឺប្រើប្រាស់បថៅហ្នឹងឯងប្រើការអញ្ចឹងទៅកាប់កូនឈើទៅចាំងធ្វើអីអញ្ចឹងទៅប៉ុន្តែអត់មានឱកាសបានមកចាំងដងខ្លួនឯងទេបថៅណានឹងឯងវាមិនអាចនឹងមកសម្រិតសម្រាំងអីឈូសចាំងដងខ្លួនឯងទៅកើតហ្នឹងគឺវាជារឿងមួយគ្រាន់តែលើកឡើងជាការប្រៀបធៀបដើម្បីបញ្ជាក់ឲ្យឃើញថារឿងដោយច្រើននោះយើងមានការសម្លឹងទៅលើអ្នកដទៃនឹងឯងចាប់ទោសចាប់ពេឬក៏ថាចង់ណែនាំចង់ទូមានព្រានបដៅអីទៅនឹងយ៉ាងណាប៉ុន្តែវាខ្វះរឿងដែលសំខាន់មួយ
នឹងឯងគឺការដែលនឹងត្រូវណែនាំអប់រំទូលមានខ្លួនឯងហ្នឹងអញ្ចឹងពុទ្ធដីកានៅក្នុងអត្តវគ្គនឹងមានសម្ដែងច្រើនហើយទាំងបញ្ជាក់អំពីរឿងដែលថាខ្លួនឯងនឹងឯងដែលលំបាកនៅក្នុងការអប់រំទូលមានទាំងចឹងគឺយើងរំលឹកពុទ្ធដីកាហ្នឹងឲ្យឃើញថារឿងសំខាន់សេចក្តីនៃពធ1ម៉ោងកន្លះមកនេះប្រមូលសរុបសេចក្តីបានហើយគឺថាក្នុងការដែលយើងកុំឲ្យអ្វីដតីនឹងឯងសំខាន់ជាងខ្លួនយើងដែលត្រូវជួយខ្លួនឯងនឹងឯងសំខាន់ពុទ្ធពធប្រសង់អីហ្នឹងសំខាន់សម្រាប់បរតនត្រ័យហ្នឹងហើយយើងមិនចង់លើកតម្កើងថាយើងហ្នឹងវាសំខាន់ជាងអ្វីទាំងអស់ក្នុងលោកក្នុងរឿងទូទៅអញ្ចឹងទេមែនទេប៉ុន្តែសំខាន់ក្នុងកិច្ចការងារជួយខ្លួនឯងអានឹងឯងចឹងគឺអត់មានអីមកជំនួសយើងបានទេអញ្ចឹងក្នុងការដែលពុទ្ធបរិស័ទបងប្អូនកូនចៅកុំលះបង់ខ្លួនឯងដោយការវង្វេងទៅជាមួយគ្នានឹងអ្វីដតីជាខាងក្រៅនោះវាដូចជាសំខាន់ជាងខ្លួនឯងទៅទៀតដែលយើងត្រូវលះបង់ខ្លួនឯងហ្នឹងគឺកុំឲ្យសោះគឺត្រូវចេះមើលថែខ្លួនឯងមិនមានអ្នកណានៅជាមួយគឺយើងមានសេចក្តីល្អនៅជាមួយហើយយើងអប់រំចម្រើនវិបស្សនាទៅមានការពិតនៅជាមួយយើងបានយ៉ាងល្អនឹងឯងទាំងហើយរស់នៅដើម្បីថែរក្សាចិត្តរបស់ខ្លួនអ្វីទីបំផុតហាក់ដូចជាមានឧបការៈលើយើងទាំងនឹងឯងចឹងប៉ុន្តែវាសំខាន់ត្រង់ដែលថាយើងបានអប់រំចិត្តចម្រើនបញ្ញាណាត្រង់ដែលថាយើងទទួលយកអវាទពធអញ្ចឹងមកក៏យើងបានសិក្សាពីអ្វីទាំងអស់ក្នុងជីវិតរបស់យើងនឹងអញ្ចឹងទៅអ្វីនោះវាដូចជាគ្រូបង្រៀនអញ្ចឹងទៅវាដូចជាមានឧបការៈទៅដែលធ្វើមិនឲ្យយើងជាប់ជំពាក់ហ្នឹងវាដូចជារឿងអតីតាធម្មាអញ្ចឹងបានជាលះបង់ទៅហើយអញ្ចឹងទៅវាមិនលំបាកយើងបន្ទង់ប្រទៀងនឹងទទួលភារៈធ្ងន់អីអញ្ចឹងទៅហើយអ្នកដែលបានបែកពីយើងទៅបែករស់បែកស្លាប់អីនឹងយ៉ាងម៉េចម៉ាគឺថាមិនលំបាកឲ្យយើងជាប់ជំពាក់ប្រកាន់ហួងហែងច្រើនបានបង្រៀនឲ្យយើងដឹងថាទំហំនៃការស្រឡាញ់ការជាប់ជំពាក់របស់យើងនឹងធំធេងក្រៃលែងណាស់អានេះគឺថាចេះរំលឹកដាស់តឿនយើងជាមុនបើចាំឲ្យតែយើងជាប់ជំពាក់ដល់តែពេលយើងព្រាត់ប្រាសនៅពេលស្លាប់ទៅយើងជួយអីខ្លួនឯងមិនតាន់ទេចឹងនឹងឯងត្រូវគ្រោះថ្នាក់ក្នុងវដ្តសង្សារនេះចេះរំលឹកដាស់តឿនទាំងដើម្បីឲ្យឃើញថាយើងជាប់ជំពាក់ធ្ងន់ណាស់ជាសំណាញ់នៃអបាយភូមិការជាប់ជំពាក់របស់យើងហ្នឹងណានេះគឺបង្រៀនយើងប្រាប់យើងឲ្យដឹងខ្លួនឲ្យហើយដើម្បីយើងមានឧបាយដោះស្រាយការជាប់ជំពាក់ហ្នឹងឲ្យដឹងថាអ្វីដូចជាកូនដែលយើងស្រឡាញ់អោបនឹងទ្រូងនេះពេញវ័យឡើងស្រាប់តែមានគ្រោះថ្នាក់បាត់បង់ជីវិតទៅឬជំងឺរោគអីហ្នឹងនឹងគឺរឿងរំលឹកដាស់តឿនហើយកុំចាំបាច់ដល់តែពេលយើងចាកលោកនឹងទៅត្រូវព្រាត់ប្រាសទៅយើងជួយអីខ្លួនឯងកើតនឹងឯងអញ្ចឹងគឺយើងបានការពិតទាំងអស់ហ្នឹងមកជួយរំលឹកថាមានតែការលះបង់តែប៉ុណ្្នឹងទេដែលជាទីពឹងរបស់យើងកូនជាទីស្រឡាញ់ឬអ្វីដែលយើងស្រឡាញ់ណាស់យកជាទីពឹងស្មើនឹងជីវិតទៅហើយសឹងតែថាលះបង់ជីវិតដោយសារតែអ្វីនឹងទៅហើយប៉ុន្តែទីបំផុតក៏ត្រូវព្រាត់ចោលយើងអញ្ចឹងយើងមានប្រធัวជាទីរលឹកនឹងបានជួយដើម្បីឲ្យយើងថែរក្សាចិត្តឲ្យយើងនៅដកដង្ហើមដើម្បីរស់បាននេះយើងអរគុណប្រធัวណាស់យើងមិនលះបង់ខ្លួនឯងទៅទៀតទេគឺទុកខ្លួនយើងនឹងនៅមើលថែខ្លួនឯងនឹងគឺថែរក្សាចិត្តនឹងចឹងក្រៅពីយើងនឹងបានតាណាមើលថែបើយើងលះបង់ខ្លួនយើងដោយធ្វើអត្តឃាតក្តីឬក៏យើងលះបង់ខ្លួនយើងដោយជាក្តីប្រមាទអត់មានស្មារតីហើយប្រព្រឹត្តបាបកម្មពេលលាបោលែគ្រឿងញៀនគ្រឿងសង្វឹងអីទៅទាំងអស់នឹងតើយើងកំសត់បណ្ណាទៅអញ្ចឹងគឺថាមានតែខ្លួនយើងទេដែលនៅមើលថែខ្លួនឯងរហូតដល់ទៅចូលកម្មភ្នោះបួសជាបព្វជិតឬក៏ថាជាអ្នកប្រព្រឹត្តធម៌មានទានមានសិលអប់រំចិត្តឲ្យបានស្ងប់រងាប់ជ្រក់នៅក្រោមម្លប់នៃពុទ្ធជ្រក់នៅក្រោមម្លប់នៃពធជ្រក់នៅក្រោមម្លប់នៃប្រសង្ឃនឹងឯងទាំងបងប្អូនកូនចៅទាំងអស់
ដែលក្រៅព្រឹកឡើងហ្នឹងគឺមានស្មារតីឲ្យកម្លាំងចិត្តខ្លួនឯងថាយើងបានទទួលរង្វាន់ពីថ្ងៃនេះគឺមានជីវិតរស់នៅដែលបុណ្យនឹងឯងបានប្រទានមកអញ្ចឹងទៅយើងក៏អរគុណមេត្តាបិតាញាតិកាណាទាំងអស់ដែលជ្រោមជ្រែងដើម្បីឲ្យយើងបាននៅរស់នឹងឯងប៉ុណ្ណឹងយើងមានកម្លាំងចិត្តដើម្បីយើងធ្វើអ្វីជាសេចក្តីល្អជាមិត្តដែលនៅជាប់ជាមួយនឹងយើងតទៅនឹងឯងហើយយើងមានការថែរក្សាខ្លួនឯងនឹងឯងឲ្យបានជាប់ជានិច្ចល្អរហូតដល់បានរួចផុតចាកសេចក្តីទុក្ខលំបាកសេចក្តីសោកសៅទាំងពួងក្នុងវដ្តសង្សារទាំងសូមអនុមោទនាគណៈហើយសំណួរនៅមានសំណួរនេះខ្ញុំបាទឈ្មោះសុំតនតែនៅភូមិការីថ្មីសំទូលលោកគ្រូអ្វីដែលជាតម្រេចរបស់កាមទាំងឡាយណាហ្នឹងគឺអាសាទៈចឹងក្តីត្រេកអរពេញចិត្តហ្នឹងហើយហ្នឹងជាតម្រេចរបស់កាមទាំងឡាយហើយអ្វីជាទោសរបស់កាមទាំងឡាយហ្នឹងគឺអតិនវៈហ្នឹងដោយសភាពដែលប្រែប្រួលមិនទៀងទាត់ហើយនឹងមានសេចក្តីទុក្ខលំបាកក្នុងការដែលស្វែងរកកាមហ្នឹងដោយប្រការផ្សេងរួមមកទុក្ខទោសនៅក្នុងកាមភពហ្នឹងនរកប្រែតទេឆានអសូរកាយអីទាំងអស់ហ្នឹងឯងក៏សុទ្ធតែរួមនៅក្នុងរឿងទោសរបស់កាមទាំងឡាយហ្នឹងប៉ុន្តែហើយអ្វីដែលជាគ្រឿងរលាស់ចេញនៅកាមទាំងឡាយហ្នឹងនិស្សរណៈនឹងឯងចឹងគឺការលះបង់នៅឆន្ទរាគៈក្តីត្រេកអរពេញចិត្តជាមួយនឹងរូបសម្លេងគនរផតពៈហ្នឹងចឹងគឺអ្វីជាតម្រេចរបស់រូបហ្នឹងក៏អាសាទៈហ្នឹងដូចគ្នាហ្នឹងចឹងហើយអ្វីជាទោសរបស់រូបអតិនវៈហ្នឹងត្រង់ដែលរូបមិនទៀងជាទុក្ខជាទោសដោយប្រការសពគ្រប់ហ្នឹងគឺព្រះអង្គទ្រង់សម្ដែងហើយក្តីហ្នឹងនៅក្នុងមជ្ឈិមនិកាយព្រះអង្គសម្ដែងនៅក្នុងចូលៈទុក្ខខណ្ឌសូត្រមហាទុក្ខខណ្ឌសូត្រពីប្រសូត្រហ្នឹងយើងសិក្សាទៅតាមហ្នឹងអញ្ចឹងទៅសេចក្តីក្នុងប្រសូត្រហ្នឹងដោយពឹសស្ដាហើយគ្មានអ្នកណាមកបកស្រាយអីពីរោះពិសាដូចពុទ្ធដីកាហើយនឹងអត្ថកថាខ្មែរយើងហ្នឹងក៏មានហើយយើងសិក្សាតាមហ្នឹងទៅអំពីរឿងតម្រេចរបស់វេទនាទោសរបស់វេទនាអីហ្នឹងក៏ដូចគ្នាប៉ុន្តែហើយនេះខ្ញុំបាទឈ្មោះសុំតនទៀតប៉ុន្តែនៅភូមិការីថ្មីហ្នឹងសូមសួរអំពីប្រាជ្ញានិងវិញ្ញាណទាំងពីរនេះតើដូចគ្នាឬផ្សេងគ្នាមិនដូចគ្នាទេហ្នឹងឯងដូចគ្នាហ្នឹងវារួចផុតចាកទុកទាំងពួងដោយសារមានវិញ្ញាណហ្នឹងហើយចាព្រោះអ្នកណាក៏មានវិញ្ញាណសពសត្វទាំងអស់ប៉ុន្តែតលតែបញ្ញាទៅធ្វើឲ្យរួចផុតចាកទុកទាំងពួងបានហើយសេចក្តីនៃបញ្ញាហ្នឹងគឺរៀបរាប់ហោហែរហូតមកនឹងហើយចឹងក៏ណាហ្នឹងឯងហើយប្រាជ្ញាដឹងច្បាស់នៅវត្ថុណាវិញ្ញាណដឹងច្បាស់នៅវត្ថុណាចុះសេចក្តីផ្សេងគ្នាត្រង់ណាវេទនាសញ្ញានិងវិញ្ញាណធัวទាំងអស់នេះជាធัวច្រឡំគ្នាឬមិនច្រឡំគ្នាទេមួយទៀតបុគ្គលនឹងចែករំលែកធัวទាំងនេះហើយបញ្ញត្តិកុំឲ្យច្រឡំគ្នាបានដែរឬទេណាគឺច្រឡំគ្នាដោយអំណាចនៃនាមធัวដែលកើតរលត់ទៅជាមួយគ្នានឹងឯងចិត្តនិងចេតសិកនឹងក៏ប៉ុន្តែទៅតាមសភាវៈលក្ខណៈគឺមិនច្រឡំគ្នាទេសញ្ញាគឺសញ្ញាប៉ុណ្ណាក្នុងការចាំអារម្មណ៍នឹងឯងហើយវិញ្ញាណគឺវិញ្ញាណក្នុងការដឹងច្បាស់នៅអារម្មណ៍ហើយបញ្ញាក្នុងការចាក់ធ្លុះទៅក្នុងលក្ខណៈនៃសភាវៈហ្នឹងគឺបញ្ញាដោយឡែកផ្សេងពីគ្នាអញ្ចឹងគណៈឯចំណែកវេទនាសោយអារម្មណ៍មានកិច្ចសោយដែលធ្វើឲ្យសម្បយុទ្ធធัวនឹងឯងប្រព្រឹត្តទៅជាមួយដោយអំណាចនៃវេទនាត្រេកអរក្នុងអារម្មណ៍ហ្នឹងនឹងឯងពីព្រោះតណ្ហាអាស្រ័យនឹងវេទនាជាបច្ច័យទាំងវេទនាបច្ចយាតណ្ហាហ្នឹងតលតែវេទនានុបស្សនាតបដ្ឋានមកកំណត់ដឹងការសោយអារម្មណ៍នឹងឯងមិនប្រកាន់ថាជាខ្លួនយើងអ្នកសោយបានវាត្រូវហាមឃាត់នៅតណ្ហាដែលចេះតែត្រូវការប្រាថ្នាអារម្មណ៍ឲ្យជាទីត្រេកអរជាទីពេញចិត្តដើម្បីយកមកសែបសោយហ្នឹងបើនៅតែក្នុងប្រកាន់ថាយើងអ្នកសោយទេគឺយើងត្រូវតែត្រេកអររីករាយអារម្មណ៍ដើម្បីអាត្មាអញជាអ្នកសោយនឹងឯង
ប៉ុន្តែបើវេទនាដែលសោយអារម្មណ៍ហ្នឹងប្រកបជាវេទនាហើយវេទនានុបស្សនាទេពដ្ឋានមិនប្រព្រឹត្តទៅតាមផ្លូវនៃវត្តដាក់ដែលថាវេទនាបញ្ញាតណ្ហាទេវេទនានុបស្សនាទេពដ្ឋាននេះប្រព្រឹត្តទៅដើម្បីព្រះនិព្វានដោយឡែកបែកផ្លូវគ្នាកន្លែងហ្នឹងចឹងគឺវេទនាមានជាធម្មតាប៉ុន្តែសតិប្បដ្ឋានបរិបត្តិនេះគឺជាការអប់រំទៅដោយបញ្ញាអញ្ចឹងគឺថាប្រភេទលក្ខណៈនៃបញ្ញាហ្នឹងដោយឡែកផ្សេងអំពីវេទនាសញ្ញាអំពីវិញ្ញាណនឹងឯងចឹងទុកដាក់ប្រាក់វិជាពធចូលរួមក្នុងបុណ្យពុទ្ធចេតិយដោយបាសិកាតាំងផោជឹងចឹងខណៈ$10ហើយបាសិកាពុទ្ធទេវីអ្នកម្ដាយ 40000 ពុទ្ធបរិស័ទឡានមកអាវុធ 110,000 បាសិកាសុំសុកមួយនឹងកូនចៅ 20000 បាសិកាថាប់ឡឹង 20000 បាសិកាខុតបន្ថា 20000 បាសកជ័យមង្គល$10ពុទ្ធបរិស័ទ 320000 ទៀតហើយបាសិកាពុំសកុនតរីនឹងកូនចៅ$20បាសកហ៊ុនខួយ$10លោកគ្រូធម្មបណ្ឌិតអឿសៅបាសិកាតាន់ភេជូបាសិកាលី1បាសិកាសថារិននីសិដ្ឋាបាសិកាជួនស្រី$5ម្នាក់ម្នាក់ហើយនឹងបាសិកាសៀមយិចហួយ10000ចឹងដោយក្តីជ្រះថ្លាហ្នឹងហើយទុកដាក់សម្រាប់បានពុទ្ធចេតិយដោយក្តីជ្រះថ្លាក្នុងពិធីបុណ្យឆ្លងហ្នឹងហើយអំប្រុសថែមប្រគ្រប់ឲ្យបានមកលៀនណាបានចូលរួមក្នុងពិធីបុណ្យឆ្លងមកលៀនរៀលហ្នឹងល្មមសំរុំទៅតាមសេចក្តីជ្រះថ្លាពុទ្ធបរិស័ទហើយយើងនឹងបានវេនៅពុទ្ធចេតិយហ្នឹងថ្វាយព្រះសម្មាសម្ពុទ្ធដើម្បីបានប្រសង់ថែរក្សានឹងជាការដែលពុទ្ធបរិស័ទយើងជ្រះថ្លាគោរពបូជាបាននៅអារម្មណ៍នៃប្រកម្មដ្ឋានដែលបានអប់រំចិត្តនឹងឲ្យមានសេចក្តីសុខសាន្តក្នុងជីវិតយើងប្រចាំថ្ងៃកុំឲ្យខកខានឲ្យសោះកុំឲ្យចិត្តនឹងចិត្តតែជ្រុកងប់ទៅក្នុងអារម្មណ៍នៃកាមគុណទាំងឡាយចឹងឲ្យចិត្តនឹងបានសប្បាយជាមួយនឹងអារម្មណ៍របស់ខ្លួនឯងដែលមិនចាំបាច់ចំណាយប្រាក់អីទៅទេអារម្មណ៍នៃប្រកម្មដ្ឋានហើយក៏អត់មានប្រព្រឹត្តទៅជាទោសអ្វីឡើយមានតែគុណចម្រើនឡើងដោយសេចក្តីសុខស្ងប់នឹងឯងចឹងជាការចម្រើនទឹកដមនៃជីវិតដែលរស់នៅយ៉ាងមានសេចក្តីសុខនិងមានសេចក្តីសង្ឃឹមដែលនឹងត្រូវបាននៅទីពឹងនឹងឯងដល់យ៉ាងពិតប្រាកដហើយរួចផុតចាកទុក្ខទាំងពួងបានដោយសារដែលពុទ្ធបរិស័ទយើងឆ្លាតឆ្លៀសនៅក្នុងការថែរក្សាចិត្តរបស់ខ្លួន